chẳng vô style tám bên ấy chọc cò rồi bên ấy ba thì vậy thế ở đây bọn mình những bọn ăn từ phía ra để có không bằng thơ tam kì ngày năngคือโอนิต้าอ๋ออันนี้คือน้ำใบนะจ้านี่จะชอบลมออนกายวิจาจัดกลับถวายบังคมคุณพระรัตนตรัยพระพุทธพระธรรมหนึ่งพระสงฆ์លំអនកាយវាចាចិត្តសូមលំអនកាយវាចាចិត្តសូមជម្រាបសួរបងប្អូនជនរួមភាសាហេតុអ្វីបានជាប្រទេសខ្មែរមិនអាចឬក៏មិនងាយបង្កើតឯករាជ្យជាតិហើយបើអាចបង្កើតបានមិនងាយបង្កើតទេតែបើអាចបង្កើតបានពិបាកថែរក្សាម្ល៉េះពិបាកហើយចាំពិបាកអញ្ចឹងខំបង្ថែទៅអីថាបើអត់ថែមានអត់អាលាយត្រូវតែថែត្រូវតែបង្កើតហើយថែរក្សាឯករាជ្យជាតិបងប្អូនជនរួមភាសាបងសុកគង់កម្ពុជាអ្នកមីងអីអឿមអ្នកមីងដុតជឿនបងសរួនអ្នកមីងណារីឯករាជ្យជាតិគឺឯករាជ្យទឹកដីព្រំប្រទល់ទឹកគោកនិងអាកាសរបស់យើងគ្មានវត្តមានកងទ័ពបរទេសណាមកឈ្លានពានបានគេមកឈ្លានពានតែឈ្លានពានមិនបានយើងត្រូវតែការពារវ័យធ្វើសង្គ្រាមឬក៏ប្រើតុលាការដើម្បីការពារឯករាជ្យគឺឯករាជ្យអធិបតេយ្យនយោបាយក្នុងប្រទេសរបស់ខ្មែរត្រូវតែជារបស់ខ្មែរហើយទំនាក់ទំនងការទូតទ្វេភាគីតំបន់និងអន្តរជាតិជាទំនាក់ទំនងក្នុងនាមជាខ្មែរអត់នៅក្រោមអាវ៉ាតឬក៏នៅក្រោមអធិបុលនយោបាយបរទេសណាទោះផ្ទាល់ឬក៏ប្រយោលឯករាជ្យបានន័យថាប្រជាពលរដ្ឋមិនត្រូវបានបរទេសណាមកចូលសម្លាប់តាមអំពើចិត្តប្រជាពលរដ្ឋត្រូវទទួលបានការការពារដោយរដ្ឋាភិបាលរបស់ខ្លួនបើមានបរទេសណាមកផ្ដាច់ផ្ដាល់គំរាមកំហែងរំលោភសិទ្ធិមនុស្សរបស់ពលរដ្ឋនោះហើយចុះរឿងប៉ុណ្្នឹងហ្នឹងតើពិបាកការពារទឹកដីម្លេះពិបាកការពារអធិបតេយ្យម្លេះពិបាកការពារប្រជាពលរដ្ឋកុំឲ្យបរទេសឈ្លានពានម្លេះបងប្អូនជនរួមភាសាហេតុដែលបណ្ដាលឲ្យខ្មែរពិបាកបង្កើតនិងពិបាកការពារឯករាជ្យជាតិមួយព្រោះតែប្រទេសនេះបានចុះខ្សោយទៅហើយកាលដែលខ្មែរខ្លាំងមិនបាំងអីបង្កើតហើយក៏មិនពិបាកការពារដែរខ្លាំងទាំងយោធាខ្លាំងទាំងនយោបាយខ្លាំងទាំងសេដ្ឋកិច្ចខ្លាំងទាំងវប្បធម៌អញ្ចឹងខ្មែរខ្លាំងតែដល់ខ្មែរខ្សោយគឺពិបាកបង្កើតនឹងមើលទៅមកចូលហ៎លុយបោះសេកាត់មែនចាអូសេកាត់អីសេកាត់អីអត់ដែរបានក្រោបអត់ទេបងសួងសូនីតាបងកំយន់កត្តាដែលធ្វើឲ្យខ្មែរពិបាកបង្កើតឯករាជ្យ
nâng ca pi ai cái phố không ai sao chẳng được vô bài sao chẳng vô thì sao chẳng sẽ cái hệ đại phục sao chẳng bạc thọ cứ dương cho đòn đạp mình thọ mà đà ti tại dương sao kia đồng lốp hay dương băng vô ban với hai kia đồng lốp thiệt cứ bị bạn tại bên hạt Paul TP hạt Paul tròn thảสัตว์ត្រូវដែលចង់រំលោភយើងវាខ្លាំងជាងយើងជានិច្ចវាខ្លាំងជាងយើងជានិច្ចវាខ្លាំងទាំងយោធាខ្លាំងទាំងនយោបាយខ្លាំងទាំងសេដ្ឋកិច្ចខ្លាំងទាំងអ្នកប្រាជ្ញវាខ្លាំងទាំងអស់អញ្ចឹងហើយយើងពិបាកងើបណាស់ពិបាកងើបមែនទែនពិបាកបង្កើតឯករាជ្យជាតិហើយរត់តែពិបាកការពារឯករាជ្យជាតិណាសុភ័ណ្ឌសុភ័ណ្ឌเป็นวิโก้បងកឹមសឿងពីព្រោះយើងមានបិសាចដឹកនាំប្រទេសយើងមានបិសាចកៅអីណាដូនតាភ្នំកលៀនជួយទូរស័ព្ទសោភាកុំឲ្យគេដាច់ផ្ដាច់ទៅទៅអញ្ចឹងទី3អមាញ់មិញមូលហេតុដែលពិបាកបង្កើតហើយថែរក្សាឯករាជ្យបូរណភាពបង្កើតថែរក្សាឯករាជ្យអធិបតេយ្យនិងប្រជាពលរដ្ឋនៅលពូសុផាតខ្សែគឺព្រោះតែខ្មែរមានបិសាចដឹកនាំប្រទេសគឺបិសាចកៅអីបិសាចបពុនិងបិសាចទ្រព្យសម្បត្តិពួកគេដឹកនាំតែខាត់គេទៅរកបរទេសបង្អែកនេះហើយដែលធ្វើឲ្យខ្មែរពិបាកបង្កើតនឹងធានាឯករាជ្យជាតិខ្មែរណាលពូសិលសមាធិ4មូលហេតុដែលខ្មែរពិបាកបង្កើតហើយថែរក្សាឯករាជ្យជាតិនោះគឺរបបខ្មែរវាដោះស្លែនឹងរបបផ្ដាច់ការកុម្មុយនីសនិងសក្តិភូមិទៅហើយបងសណ្ដាន KH វាដោះស្លែតទៅពេលដោះស្លែនឹងរបបផ្ដាច់ការកុម្មុយនីសសក្តិភូមិរបបផ្ដាច់ការកុម្មុយនីសសក្តិភូមិនៅក្នុងប្រទេសខ្សោយដូចជាចំណុចទី1ខាងដើមដោយសារតែវានៅក្នុងប្រទេសជាប្រទេសខ្សោយអញ្ចឹងអារបបផ្ដាច់ការកុម្មុយនីសសក្តិភូមិនេះដែលខាត់ត្រូវពឹងបរទេសឲ្យតែដឹកនាំតាមបែបផ្ដាច់ការកុម្មុយនីសសក្តិភូមិគឺត្រូវពឹងបរទេសព្រាមទាំងពលរដ្ឋទាំងមន្ត្រីនិងមេដឹកនាំគឺសុទ្ធតែរស់ស៊ាំនឹងរបបផ្ដាច់ការកុម្មុយនីសសក្តិភូមិទៅហើយអញ្ចឹងនេះហើយគឺជាកត្តាទី4ដែលធ្វើឲ្យខ្មែរពិបាកបង្កើតឯករាជ្យហើយថែរក្សាឯករាជ្យណាវាថែមិនបានយូរទេអារបបផ្ដាច់ការកុម្មុយនីសគង់តែអូសខ្មែរចូលជាមួយយួនអូសខ្មែរចូលជាមួយចិនអាមេរិកបារាំងគឺអូសខ្មែរចូលជាមួយសៀមនិងបរទេសនានាចាក់ជាមិនខានពលរដ្ឋមន្ត្រីមេដឹកនាំខ្មែររស់ស៊ាំនឹងរបបនឹង5បងប្អូនណាកត់តន់បងប្អូន5ហេតុអីបានជាខ្មែរពិបាកបង្កើតឯករាជ្យហើយថែរក្សាឯករាជ្យជាតិម្លេះវាជាចៃដន្យអាក្រក់វាជាជោគអវាសនាអាក្រក់របស់ខ្មែរពេលដែលយើងខ្សោយហើយវាខ្សោយនៅចន្លោះយួននិងសៀមវាខ្សោយហើយខ្សោយនៅចន្លោះយួននិងសៀមខ្សោយនៅចន្លោះយួននិងចិនខ្សោយនៅចន្លោះចិនអាមេរិកគឺកម្ពុជាស្ថិតក្នុងចំនួនភូមិសាស្ត្រនយោបាយប្រទេសនេះស្ថិតក្នុងចំនួនភូមិសាស្ត្រនយោបាយទើបធ្វើឲ្យខ្មែរពិបាកបង្កើតឯករាជ្យពិបាកបង្កើតឯករាជ្យហើយចង់ថែរក្សាឯករាជ្យអរតែពិបាកប្រៀបថាយើងរស់ក្នុងភូមិមួយអ្នកភូមិយើងសើអ្នកជេរបញ្ចោសើចោសើអ្នកផឹកស្រាប្រើគ្រឿងញៀនយើងងាកទៅសាលារៀនគ្រូផឹកគ្រូបង្រៀនផឹកប្រើគ្រឿងញៀនសិស្សសាលាផឹកប្រើគ្រឿងញៀនជេរបញ្ចោពេញភូមិពេញស្រុក
đó là chẳng dương nghĩa tôi na dương trong lõ và lõ vào bản đồ tại rương ạc chẳng na dương sao hơi bong sần đàn về chay đon mình đây chẳng lo chùm mua phun sàn nhiều bài pram lấy pram còn lư chắp chuap đi bong cầm xương lấy cầm gì làm mình chụp luôn á hai chun sau khi mà đòn kata ấy để thôi mai bị bạ bằng cát nâng thiên nia cà pi ai cái này chết mai bong chiên thia bong nọt liền cột thôi thì mui mai sao xe thân máu hay chắn làm đồng vị đó còn nhiều bong đi ôn hồ sen thì pi mai miền mê đặc nom một trai chia bày sạch thì bay maiได้ปีบ้าบางเก้าหนึ่งไทยซากาปีไอ้เนี่ยปีพลัวระบอบดักนอมนโยบายชี้ระบอบรายการคอมมิวนิสต์อะไรพูระบอบรายการคอมมิวนิสต์อะไรพูเป็นหน้าไม่ระบาดไปบางไอ้เนี่ยเป็นนะตีบุญประชีพรัฐมนตรีเมดักนอมรัวซ้ำนึงระบอบรายการคอมมิวนิสต์อะไรพูเป็นซ้ำไหมตีปรามยังซอยเฮ้ยยังซ้ำเฮ้ยใบแต่เจียnơi chọn lo vua đừng xiêm lại chọn hay khmer nơi chọn lo vua đừng chân lại chọn hay khmer nơi chọn lo chân American ba răng lại chọn hay khmer được này khmer mình ai đừng nghi bằng cao ai cái chuyện mình nghi đừng bằng cao thay là sao ai cái chuyện đi mình nghi cho là sao bị bạ khăn này tạiตู้ใบยางนายังตั้งแต่มีสังคมนะบอกนะคอมต่างออกนี่จำปราบอัมพีตามีวิธีใช้ดับใบบังการไทยถิ่นนี่ไอ้กระเจี๊ยบขมายบานแต่ใครนี่ประเทศบัดทมเจียสำนัวสู้ทางให้แต่ใบกาดอกองตัวบอลตีกลุ่มประเภทเต็มมีการเชียร์ชีพใช้ดากาดอกองตัวยวนตรึกกาตัวเป็นนักเซิร์ฟอังกฤษหนึ่งเฟื่อจีเลียสองត្រូវធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហេតុអ្វីការដកកងទ័ពជំនួយយោធាបរទេសទាំងអស់ដើម្បីបង្កើតឯករាជ្យខ្មែរត្រូវមានការធានាត្រួតពិនិត្យស៊ើបអង្កេតដោយអង្គការសហប្រជាជាតិឈ្មោះថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ United Nations Security Council បងហ៊ីរតនៈសុំទៅឯកសារនឹងផងបងហ៊ូសិនអរគុណណាស់ដែលខំប្រឹងសរសេរសុភាបងជាការចាប់ដើមប៉ុណ្ណឹងដៃមកធ្វើចង់សុំទៅអីជាកំណត់របស់ខ្ញុំដែរចាំប្រផ្លេតបងមិនតាន់និយាយចាប់បងមិនតាន់ឲ្យបងឲ្យប្រញាប់យកថ្ងៃហ្នឹងមិនចឹងបងប្អូនចាំមកផ្លេតសុភាថៃអ្វីដែលបងចង់ឲ្យសុភាជួយបញ្ជាក់នោះគឺតើក្នុងរយៈពេលដែលពួកយើងចុះតាមខេត្តនីមួយៗដើរបង្រៀនពលរដ្ឋខ្មែរទូទាំងប្រទេសនិងខ្មែរនៅលើពិភពលោកនេះតើសុភាបានរៀនអីជាចំណែកឲ្យខ្លួនឯងហើយវាមានសារៈសំខាន់អីដែលយើងចុះតាមខេត្តប៉ុន្តែសុភាបន្ថែមរឿងឯករាជ្យសិនណាហើយចាំនិយាយចំនួននេះណាសូមជឿសូមដល់ចេញបងប្អូនជនរួមភាសាបတ်តែការលើកឡើងទាំង5ចំណុចនេះគឺការដែលបង្កើតឯករាជ្យនិងការធានាឯករាជ្យជាតិខ្មែរគឺហាក់ដូចជាពិបាកប៉ុន្តែមិនបានន័យថាពួកយើង
mình ai mình ai bong cao ban tê ban này thả nơi tại miền của buôn non cao bong cao ai kia nâng thiên ni ai kia chẳng bị prua ក្បួននៃការបង្កើតនិងធានាឯករាជ្យសម្រាប់ខ្មែរគឺប្រទេសមួយមានឯករាជ្យតែមួយទេដែលមានន័យថាគឺឯករាជ្យពីគ្រប់បរទេសទាំងអស់ឯករាជ្យពីការប្រើប្រាស់នៅព្រឹត្តិការណ៍និងរបបទាំងឡាយណាដែលធ្វើឲ្យបំផ្លិចបំផ្លាញជាតិខ្មែរអញ្ចឹងទោះបីជាបានលើកហេតុផលថាឯករាជ្យពិបាកនឹងពិបាកបង្កើតនឹងពិបាកធានាតែយើងនៅតែមានក្បួននៅក្នុងការធានាក្បួននៃការបង្កើតនិងធានាឯករាជ្យដោយខ្ញុំសូមចែករំលែកយក3គន្លឹះដែលទី1គឺឯករាជ្យជូនជាតិខ្មែរបង្កើតផងធានាផងគឺឯកសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដែលពួកយើងដឹងថាជឿថាក្បួនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីជាការបង្កើតឯករាជ្យជូនជាតិសាសន៍ខ្មែរពូជខ្មែរនេះហើយទើបពួកយើងមិនបោះបង់សូម្បីតែមួយថ្ងៃបើគិតមកដល់ថ្ងៃនេះគឺជាថ្ងៃទី2024ថ្ងៃពួកដឹងថាជាក្បួនបង្កើតនិងធានាឯករាជ្យទី2ក្បួនបង្កើតនិងការចូលរួមធានានៅឯករាជ្យគឺរដ្ឋធម្មនុញ្ញខ្មែរដែលជាច្បាប់មេនៅក្នុងការដឹកនាំជាតិខ្មែរក្នុងប្រទេសនិងក្រៅប្រទេសក៏ជាច្បាប់មេដែលមានអំណាចកម្ពុជាទាំង3ជាអំណាចនៃការគ្រប់គ្រងនិងដឹកនាំជាតិដែរអញ្ចឹងចង់ឯករាជ្យមិនមែនដោយសារតែបុគ្គលម្នាក់ថាមានឯករាជ្យហើយគឺឯករាជ្យទេគឺច្បាប់រដ្ឋធម្មនុញ្ញបង្កើតហើយធានាមនុស្សអាចស្លាប់តែច្បាប់គឺនឹងមិនស្លាប់ទៅតាមមនុស្សទៅតាមអ្នកដែលបង្កើតទី3ដែលជាការចូលរួមបង្កើតនិងធានាឯករាជ្យគឺយើងជាប្រជាពលរដ្ឋត្រូវចូលរួមជួយជ្រោមជ្រែងព្រោះឯករាជ្យជាឯករាជ្យរបស់ជាតិមិនមែនជាឯករាជ្យបុគ្គលណាមួយពីព្រោះនៅពេលដែលយើងឃើញថាបរទេសគេប្រឹងធ្វើឲ្យខ្មែរខ្សោយអញ្ចឹងមានតែយើងជាពលរដ្ឋត្រូវខំប្រឹងមានតែយើងជាប្រជាពលរដ្ឋចេះព្រួតដៃគ្នាក្នុងការសិក្សានិងឆ្វេងយល់ពីក្បួននៃការបង្កើតនិងធានាឯករាជ្យទៅបរទេសឈ្លានពានគឺលែងអាចឈ្លានពានលែងអាចកំទេចឯករាជ្យខ្មែរបានតទៅទៀតគឺយើងជាពលរដ្ឋឯកតនាមជាពលរដ្ឋសកម្មជាពលរដ្ឋនីតិរដ្ឋដែលធ្វើនៅចំណុចទី1និងចំណុចទី2គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនិងរដ្ឋធម្មនុញ្ញពួកក្បួនឯករាជ្យមានហើយបើយើងអត់ចេះក្បួនឯករាជ្យធ្វើម៉េចនឹងបង្កើតឯករាជ្យបានទៅក្បួនធានាឯករាជ្យមានហើយយើងអត់ចេះក្បួនធានាឯករាជ្យធ្វើម៉េចនឹងយើងអាចចូលរួមធានាឯករាជ្យបានអញ្ចឹងខ្ញុំគិតថាជាការបន្ថែមនៅ3ចំណុចនេះដែលធ្វើឲ្យពួកយើងគឺមានក្តីសង្ឃឹមហើយមិនបោះបង់ទេទោះបីដឹងថាឯករាជ្យសម្រាប់ខ្មែរការធានាឯករាជ្យសម្រាប់ពូជសាសន៍ខ្មែរជារឿងដ៏ពិបាកតែរឿងពិបាកក៏យើងត្រូវតែធ្វើព្រោះយើងត្រូវការឲ្យជាតិខ្មែររស់នេះជាការបន្ថែមដែលខ្ញុំសូមភ្ជាប់នៅចំណុចទាំង5ខាងលើជិះខ្ញុំគិតថាដាក់ចម្រៀងជូនបងប្អូនជនរួមភាសាសិនដាច់មកកណាត់នេះសិននឹងចូលត្រឡប់មកវិញនឹងចែករំលែកខ្លះពាក់ព័ន្ធជាមួយនឹងវគ្គបណ្ដុះបណ្ដាលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគឺសារៈសំខាន់វគ្គបណ្ដុះបណ្ដាលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីអញ្ចឹងមានបទចម្រៀងជូនបងប្អូនជនរួមភាសាចំណងជើងថាបន្តគុណធម៌ណាច្រៀងដោយបងសាឡូនអ្នកកំពុងធំនិងនិពន្ធដោយសារ៉ែនចារបស់ប្រទេសជាប្រមាណជិតទាំងអស់ហ្នឹងដល់ពេលប្រទេសខ្មែរណាបងប្អូននៅមួយបទទៀតជាបទចុងក្រោយសម្រាប់ថ្ងៃនេះអមាញ់នេះបងប្អូនវិចិត្រហើយនឹងវណ្ណៈកំពុងធ្វើវីដេអូខ្លីអំពីយុទ្ធនាការពារជនដែលមានពិការភាពហើយពួកយើងនៅភ្នំជួរភ្នំគូលែនបងស្រីនេះនៅជាប់
nơi tôi một khang phơi mà nhẹ đây nôm cái ba spin nơi song khang đó dương nơi phơi chiết nè chốt chỉ môi nâng nôm họp rồi có hao tha nè con nào bong bồn bị ruột thế bị ruột là mồm thế bong bồn là lên trong bong chia trâu này nữa rồi còn nơi trăm tầm ní nơi trăm tầm ní chả hỏi mình biết có biết đây hả bá cha chiết khmai sẽ cái đây là anh chấm pua chiết võ admin tùm hum đi võ admin provide võ đi võ adminอายุกาลvõ đi việc khmer miệt trả than võ đi nè bong bị cả đó nà ôn xạ pri của lành chiết khmai nè chiết khmai chiết được bao dương bài bón thấy bao côn khmai nè anh đất cao đôn ta khmai chỉ vì đại chun từ sau tức đây ở dương ai lâu dương tôi đã không tụi bây chỉ dương mình khai chơi vì đại chun cả dương tôi không đầm bây cả đây ở không mai trở nè cụt bảo dương không vì ai khai đôi chơi vì đại chun đáy nè đầm bây tục tật đây không ai ở côn không ai chừng non khối ran rộng lực dương không ai lư không ai cao không ai cần đào chun chiết đào chả rai ôi krưng tum puôn phu nong chong cả chọ cả vai rư stiêng cùi xuôi qua chun chiết đào phiệt tại đặt tây tiệt bong này đã hỏng bong pa ôn tây com nè nên nhẹ chầm riêng đi có con com đây chẳng ôn salon nó pô là con ở dọc rê nó thế nhẹ cả vùng thùng hay chân liệt bong chùm nứt chia con tuộc khmer nơi ai khai phù sạch có con com đây con com nè con chân liệt nè con chia một tray con tay quạt nơi chân liệt dục về và lia dục rồi bạc quạt mà chân liệt vừa càngงี้đi thọt sầm lên nạp ôn hồ dần chân chiết đau phiệt tại chàm nè trâu không hay không ai cả không chuyện khmer có không rất là không là tiệt pru bà kia trong sầm lap chân chiết phiệt tại cái thua tốc bốc mà nên chân chiết phiệt tại hay pe đặc trong khơi miền ca bắt bong đầy thli mà dạ buồn đọt năm trong cối đi khơi chân chiết chàm không prang to su phần đại hạ đôi chỉ khmer rồi nè ở pơ ở thông đồng tê nè bong ổn chui cái này nè chàmรู้เลยจะมวยยืงรอบปอนชนหายเท่าบ้านการเพลียมเมียนสังเกตขมายโดยไฟประวัติโดยจนเจียดดาวเผ็ดแต่เช้าหายจ้ามก็ลองโมก็คลายโดยเชียนเนี่ยคลาฮันจะมีตัวขมายหรอจ้าทั่วสังเกตจะมวยยูนได้ประชังยูนประชังหนึ่งบอลเตชินได้ขอมให้ขอมต่างออกเนี่ยนะโซฟีมันหนึ่งยืงมันต่อไปสกัดกรรมมันต่อเตี้ยมันเตี้ยเป็นเรื่องจัดตันแต่เนื่องบอมโอนนะรอได้กำปงแต่ในกระบะขยมนี่คือเจียรอจมรันโยตักโยเปรงสักรีนะบอมโอนให้สักรีดักมาดองรอบเจียเตานะบอมโอนดักรอบเตาให้จมรันแล้วโหดจมรอนแต่บานตือเชียเปรงสักรีมันเป็นจมรันโยตักสักรีนี่คือจมรันโยเปรงcuộc trong màu sắc sang pi phum khum và để cho cam được tí ni lục pu để quạt khom prang na quạt khom prang đó tầm bên tên na đang pi nhẹ đây propon na bong ni vươn bong nà ra chênh bong nà ra chun sơ phía ai lớn ní dương cho chạy làm đây thật tao ca màu bong đến tam khai là lấy dương màu tam khai trong tao dương ban chưa luôn ấy tại dương ban chia chấm này ấy đây chấm đánh hơi chia chấm này đỏ chiếtนับโอนอิมันโอนอาเชียงบานบ้องชื่อถ้าโอนอิมันอาเชียงบานสำเร็จโอนอิมันอาเชียงบานก่อนจะปรับเลยถ้าโอนโจจัดสำเร็จบอดแบบนาชมหนึ่งดิปนจูนดิปนจุบนั่งกับบานใดคู่กับบางชมมันปีบาตีจ้องเป็นดิปนเพลียงบานตีออดเป็นปลาเปรียวเรียนไอ้ที่ใหญ่แต่แต่กระปุกใหญ่ตั้งเจ๊เราสเปียมันจำไรบ้องไหลนั่งเด้แต่ใหญ่กันจังรอเป็นดิปนไปเนี่ยบ้านสเปียบอกเป็นดิปนไปบ้านมาเคลียร์แต่บ้องจูนเคลียร์ดอกเคลียร์ดิปีแพ้สนามบัตร
សុភាឥឡូវអ្វីដែលសុភាអាចជួយចែករំលែកបានថាតើការដែលយើងចុះមកតាមចឹងវាបានចំណែកចំណេញអីដល់ជាតិសូមជឿ បងប្អូនជនរួមភាសាជាការរៀបចំអ្នកបណ្ដុះបណ្ដាលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនៅតាមខេត្តនៅតាមភូមិស្រុកហើយនៅតាមខេត្តនិងតាមភូមិស្រុកនេះមានសារៈសំខាន់ដល់ជាតិនៅក្នុងចំណុចទី1ការរៀបចំធ្វើកិច្ចការងារដើម្បីការពារជាតិដោយប្រើប្រាស់ច្បាប់ធ្វើជាគោលនិងការប្រើប្រាស់នៅធនធានដែលយើងមានរួចជាស្រេចគឺជានិរន្តរភាពនៃការការពារជាតិព្រោះបើសិនជាយើងអត់ចេះប្រើប្រាស់ធនធានដែលយើងមានរួចជាស្រេចទេមិនខុសអីយើងរងចាំថាទាល់តែមានគ្នាឧទាហរណ៍ការផ្សាយនេះចោះ1000នាក់ 1K សិនចាំផ្សាយឬក៏យើងនឹងរងចាំរហូតពីព្រោះពេលដែលធនធានដែលនៅក្បែរខ្លួនធនធានដែលយើងមានស្រាប់យើងអត់ចេះយកមកប្រើយើងអត់កែច្នៃនិងអត់ឲ្យតម្លៃអញ្ចឹងវាអញ្ចឹងជាការឆ្លុះបញ្ចាំងមកអ្វីដែលពួកយើងចូលរួមបង្កើតវគ្គបណ្ដុះបណ្ដាលនេះគឺជាការប្រើប្រាស់នៅធនធានបាយទឹកគឺយើងចូលគ្នាហូបចុកមានប្រមាណវិភាគទានដល់ម្ចាស់ផ្ទះគឺពួកយើងធ្វើកន្លែងស្នាក់នៅពួកយើងមិនដែលប្រកាន់ថាលុះត្រាតែបងប្អូនជនរួមភាសាមានម៉ាស៊ីនត្រជាក់ឬក៏លំដាប់សន្តាគារទេគឺពួកយើងឲ្យតម្លៃពួកយើងចាត់ទុកដូចជាកូនជាក្មួយជាបងជាប្អូនអញ្ចឹងការធ្វើបែបនេះវាជានិរន្តរភាពមួយនៃយុទ្ធសាស្ត្រនៃការការពារជាតិពួកបើយើងរងចាំអញ្ចឹងបរទេសឈ្លានពានគេអាចពុករលួយគេចាំគេនឹងបន្តឈ្លានពានរហូតយើងគឺជាអ្នកចាំឯបរទេសឈ្លានពានគឺអត់ចាំទេបងប្អូនចំណុចទី2នៃវគ្គបណ្ដុះបណ្ដាលកិច្ចព្រមព្រៀងដែលមានសារៈសំខាន់នេះគឺជាការបើកចិត្តគឺជាការចូលរួមនៅក្នុងការធ្វើជាចំណែកជាតិពួកយើងអត់ដែលប្រកាន់ថាការបើកវគ្គបណ្ដុះបណ្ដាលនេះផាត់ចេញអ្នកដែលមាននិន្នាការគណៈបកនយោបាយឬក៏ជាជនជាតិដើមឬក៏ជាជនជាតិភាគតិចពួកយើងអត់ដែលដាក់លក្ខខណ្ឌឬក៏ផាត់ចេញទេព្រោះជឿថាបុគ្គលម្នាក់គឺជាចំណែកនៃជាតិអាយុប៉ុន្មានក៏ដោយមានឈាមជាប់ពណ៌សម្បុរភេទបែបណាក៏ដោយអ្នកអាចចូលរួមធ្វើជាចំណែកនៃជាតិនៅពេលដែលអ្នករៀនច្បាប់នៅពេលដែលអ្នកខំការពារច្បាប់ព្រោះការពារច្បាប់ការពារជាតិហៅថាស្នេហាជាតិក្បត់ច្បាប់គឺហៅថាក្បត់ជាតិបើទោះបីអ្នកមានពណ៌សម្បុរសស្រស់បវរប៉ុន្មានក៏ដោយតែបើអ្នកក្បត់ច្បាប់គឺក្បត់ជាតិហើយអញ្ចឹងចំណុចសារៈសំខាន់ទី2ដល់ជាតិថាចង់ចូលរួមការពារជាតិការពារពូជសាសន៍មួយពួកយើងដាច់ខាតមិនត្រូវរើសអើងមិនត្រូវផាត់ចេញទេផ្ទុយទៅវិញយើងយកគោលការណ៍យកមកប្រើហើយគោលការណ៍នឹងហើយដែលអាចចងឲ្យពួកយើងធ្វើកិច្ចការងារដោយទៅជាមួយគ្នាគឺគោលការណ៍ច្បាប់ពួកខ្ញុំតែងតែកំណត់ថាបើជុំគ្នាមកជជែករឿងច្បាប់ទៅពួកខ្ញុំមកជុំគ្នាដែលយើងមានចេតនាក្នុងការអនុវត្តសិលសមាធិបញ្ញាការមិនវិនិច្ឆ័យទៅពួកខ្ញុំមកហើយនឹងមកជជែកគ្នាក្នុងនាមជាប្រជាពលរដ្ឋបើយើងជាពលរដ្ឋជាកូនជាក្មួយជាជនរួមភាសាអញ្ចឹងយើងនឹងមិនវិនិច្ឆ័យគ្នាយើងមិនមកអង្គុយក្នុងបន្ទប់ជាមួយគ្នាដោយភ័យខ្លាចថានរណាមានស័ក្តិធំជាងនរណាមានឋានៈធំជាងគឺអត់ទេស្មើភាពគ្នាក្នុងការសុចពលិនិងក្នុងការរៀនអំពីច្បាប់ហើយនឹងការដែលការពារច្បាប់នេះគឺនឹងធ្វើទៅតាមលទ្ធភាពនិងសមត្ថភាពខ្ញុំគិតថាចុងក្រោយដែលពួកយើងរៀបចំវគ្គបណ្ដុះបណ្ដាលនេះគឺមានសារៈសំខាន់ណាស់ពីព្រោះពួកយើងជឿថាការដែលពួកយើងជួបគ្នាតាមអនឡាញហើយបើថ្ងៃណាមួយអ៊ីនធឺណិតឬក៏កម្មវិធីផ្សេងៗដែលយើងពិបាកជួបគ្នាតាមអនឡាញក៏មិនជាថ្មីព្រោះយើងបានស្គាល់គ្នាតាមស្រុកតាមខេត្តនីមួយរួចស្រេចបាត់ទៅហើយដូចនៅបាត់ដំបង
ដូចនៅខាងកំពតកែបដូចនៅខាងស្រុកសៀមកំពង់សោមត្បូងឃ្មុំព្រៃវែងជាដើមហើយឥឡូវនេះបន្ទាយស្រីហើយសៀមរាបគឺជាលើកទី2ហើយដែលយើងធ្វើកាលដំបូងគឺនៅផ្ទះបងសុធានីក្បែរវត្តបូលើកទី2គឺនៅខាងបន្ទាយស្រីអញ្ចឹងគឺពួកយើងនៅតែអាចមានមធ្យោបាយដែលយើងអាចចូលរួមការពារជាតិបានគឺយើងមិនហៅថាវាគឺជាឧបសគ្គសម្រាប់ពួកយើងទេបិទការផ្សាយឬក៏เพจរបស់ពួកយើងខូចតែពួកយើងស្គាល់គ្នាបាត់ទៅហើយអញ្ចឹងពួកយើងអាចរកគ្នាឃើញអញ្ចឹងវាជាយុទ្ធសាស្ត្រមួយដ៏សំខាន់ថាគឺពួកយើងមិនបានឈប់នៅត្រឹងមួយកន្លែងដោយសារតែមានបញ្ហាកើតឡើងទេផ្ទុយទៅវិញយើងចេះរៀនជំនះនៅឧបសគ្គទាំងអស់នោះខ្ញុំគិតថាចុងក្រោយដែលធ្វើឲ្យពួកយើងរៀបចំវគ្គបណ្ដុះបណ្ដាលនេះហើយជឿថាមានសារៈសំខាន់ដល់ជាតិខ្មែរគឺត្រង់ថាពួកយើងជាគំនិតរបស់ខ្ញុំផ្ទាល់ថាមិននឹកស្មានថាអ្នកស្នេហាជាតិខ្មែរគឺនៅពេញប្រទេសបែបនេះសោះទាំងចាស់ទាំងក្មេងទាំងចាស់ដែលសុំសិលទៅហើយប៉ុន្តែនៅតែស្រឡាញ់ជាតិនៅតែមករៀនច្បាប់ជាក់ស្ដែងយើងបានជួបនៅខាងព្រៃវែងនៅប្រាសាទមួយប្រាសាទអីចេះដើមព្រៃស្រុកព្រៃដើមស្រុកប្រាសាទព្រៃដើមស្រុកក៏ដូចជានៅទីនេះដែរអញ្ចឹងជាការបញ្ជាក់ជាការលើកទឹកចិត្តមួយដ៏សំខាន់ហើយសង្ឃឹមថាបងប្អូននេះក៏ជាការលើកទឹកចិត្តដល់បងប្អូនដែរថាមិនមែនតែបងប្អូនទេដែលចូលរួមការពារជាតិអញ្ចឹងបងប្អូនមិនអាចអស់សង្ឃឹមដោយសារតែឥឡូវកំពុងឈឺកំពុងតែមានអាយុច្រើនកំពុងតែចាស់មិនអាចអស់សង្ឃឹមទេបើកាលណាតែការស្រឡាញ់ជាតិនៅតែពេញហើយមិនបានថមថយក្តីស្រឡាញ់ចំពោះជាតិគឺសម្បកកាយយើងចាស់ឈឺមែនតែចិត្តរបស់យើងគឺអត់ឈឺទេអញ្ចឹងការដែលមកជួបផ្ទាល់មានទាំងក្មេងទាំងចាស់បានមកចូលរួមវគ្គបណ្ដុះបណ្ដាលនេះគឺជាការលើកទឹកចិត្តមួយដ៏សំខាន់ហើយត្រេកអរនៅក្នុងចិត្តថាពូជសាសន៍ខ្មែរឈាមជ័រនៃការការពារជាតិខ្មែរគឺមិនបានអស់ទេបើទោះបីជាគេខំប្រឹងបំផ្លាញតែមិនបានអស់ទេព្រោះមនុស្សម្នាក់គឺមិនអាចក្បត់ជាតិកំណើតរបស់ខ្លួនបានឡើយប្រឹងក្បត់គឺគ្រាន់តែជាសម្បកខាងក្រៅតែមិនអាចក្បត់បានចា៎បងប្អូនខ្ញុំសូមជូនតែ5គន្លឹះថាតើការបណ្ដុះបណ្ដាលតាមខេត្តហើយទៅប្រទេសថៃកន្លងមកនឹងរៀបផែនការទៅប្រទេសយួនគឺទៅខ្មែរក្រោមទៅកូរ៉េខាងត្បូងហើយនឹងទៅបារាំងទៅអឺរ៉ុបតើពួកខ្ញុំទៅបង្រៀនខ្មែរនៅខេត្តផ្សេងភូមិឃុំផ្សេងហ្នឹងដើម្បីប្រយោជន៍ជាតិហ្នឹងតើបានប្រយោជន៍ជាតិអីខ្លះបងអូនសឿបសាទបងអូនជួយគិតតិចមកតើបង្រៀនតាមខេត្តហ្នឹងវាបានប្រយោជន៍អីដល់ជាតិមួយនៅក្នុងភូមិនេះអ្នកភូមិហ្នឹងគាត់បានមើលអ្នកភូមិក្នុងភូមិជាមួយគ្នាហ្នឹងគាត់បានមើលប៉ុន្តែគាត់មើលនៅកន្លែងផ្សេងគ្នាហើយគាត់អត់ទៅស្គាល់គ្នាប្រហែលទេពេលដែលពួកខ្ញុំមកអ្នកនេះមកអ្នកនោះមកដូចថ្ងៃហ្នឹងមកបន្ទាយស្រីនេះអ្នកពីសៀមរាបមក3នាក់អ្នកភូមិផ្សេងគ្នាមករហូតដល់ប្រហែលជាង20នាក់អញ្ចឹងយ៉ាងហោចណាស់មនុស្សជាង20នាក់គឺបានមករកគ្នាបងមកផនិតហើយនៅឯបន្ទាយស្រីនេះផងនៅស្រែនយហើយនឹងនៅស្វាយលើផងមានអ្នកមកពីស្វាយលើមកពីស្រុកស្វាយលើមកពីស្រុកវ៉ារិនអញ្ចឹងគឺយើងមកពីស្រុកផ្សេងគ្នាឃើញទេលោកពូចក្សេងនេះគឺជាគន្លឹះទី1ភ្ជាប់ខ្មែរនឹងខ្មែរពួកខ្ញុំដូចជាមជុលហើយនឹងអំបោះមជុលនឹងចេសគ្រាន់តែមកយកផ្ទាំងកណាត់មុខផ្ទាំងកណាត់ក្រោយដាក់ខ្ជិបចូលគ្នាទៅវាទៅជាអាវវាទៅជាខោវាទៅជាមួកវាទៅជារបស់ដែលមានប្រយោជន៍2ការមកតាមខេត្តយ៉ាងនេះគឺធ្វើឲ្យបងប្អូនដែលគាត់ស្ដាប់តាមការផ្សាយមានអារម្មណ៍កក់ក្ដៅឆ្ងាយណាស់ពីព្រោះបានជួបផ្ទាល់បង្រៀនទីនេះ2ថ្ងៃអាចនឹងស្មើនឹងគាត់ស្ដាប់តាម Facebook 200 ដង200ម៉ោងអាចលឿននឹងក៏មាន
ពីព្រោះការស្ដាប់តាម Facebook ជួនកាលគាត់ស្ដាប់បើបន្តិចហើយបិទគាត់ប្រើបាន10 20នាទីបិទណាលោកពូសុផលសូតែដល់ពេលមកស្ដាប់ផ្ទាល់អញ្ចេះខ្ញុំនិយាយប្រវត្តិសាស្ត្រព្រឹកមិញតាំងពីសម័យបារាំងតាំងពីចុងសម័យបារាំងសម័យសង្គមរាស្ត្រនិយមសម័យលន់នល់សម័យខ្មែរក្រហមសម័យព្រៃម៉ាគីសម័យក5មកប្រាវនេះអ្វីដែលគាត់ស្ដាប់ប្រហែលជា200ថ្ងៃមិនប្រកាសថាស្ដាប់បានប៉ុណ្ណឹងទេការបញ្យលកិច្ចព្រមព្រៀងប៉ារីសអាចជាចំណែកមួយដ៏ពិសេសនៅក្នុងការធ្វើនៅពេលដែលជួបផ្ទាល់ពាក្យខ្លះពួកខ្ញុំនិយាយតាម Facebook ដល់ឥឡូវអញ្ចឹងមិនប្រកាសថាស្រួលនិយាយតែពេលនិយាយជួបផ្ទាល់គាត់សួរនាំគឺហូរដូចទឹកអញ្ចឹងស្រួលជជែកគ្នាប្រយោជន៍ដល់ជាតិទី3មានគេថាពួកខ្ញុំនេះគឺជាពួកព្រៃមានគេថាពួកខ្ញុំនេះគឺជាពួកប្រឆាំងនឹងរដ្ឋាភិបាលពួកខ្ញុំនេះគឺជាពួកលាក់អាក្រក់គ្រប់សពបែបយ៉ាងនៅក្រៅស្រុកទៅទៀតតែការដែលពួកខ្ញុំចុះតាមភូមិនីមួយពួកខ្ញុំចុះតាមឃុំស្រុកខេត្តនីមួយរហូតដល់ទៅស្រុកថៃទៅទៀតអាញាធរក្រុងថៃណាបងអូនសឿមណោះគេមកឈរមើលយើងទៀតហើយយើងប្រាប់គេថាយើងមកបង្រៀនអីយើងអត់មានលក្ខទេគេឲ្យយើងបង្រៀនទៀតដូច្នេះនេះគឺជាការយកឈ្នះចិត្តបងប្អូនមួយចំនួនដែលភ័យខ្លាចថាឈប់ភ័យខ្លាចពេលដែលបងប្អូនឃើញពួកខ្ញុំបង្រៀននៅព្រៃវែងអ្នកព្រៃវែងអ្នកត្បូងឃ្មុំអ្នកកំពតកំពង់សោមសៀមរាបបាត់ដំបងឥឡូវនេះសៀមរាបលើកទី2គឺពួកយើងពិតជារស់នៅស្រុកខ្មែរមែនមិនមែនដើម្បីទៅចាញ់គេដែលគេប្រមាថយើងទេប៉ុន្តែដើម្បីឲ្យបងប្អូនដែលភ័យខ្លាចថាស្រូនដើរបង្រៀនតាមខេត្តបានតើអ្នកដែលមកនឹងគាត់ឃើញអញ្ចឹង4ប្រយោជន៍ទី4ជូនដល់ខ្មែរការបង្រៀននេះព្រោះពួកយើងមានបំណងបណ្ដុះបណ្ដាលជនបង្គោលឲ្យនៅខេត្តភូមិឃុំនីមួយៗឲ្យចេះនិយាយកិច្ចព្រមព្រៀងប៉ារីសចេះផ្សាយចេះចែករំលែកគេឲ្យច្បាស់លាស់ពីព្រោះយើងមិនអាចធ្វើតួឯកទេសុភាជាតិនេះជាជាតិរបស់យើងទាំងអស់គ្នាគឺចែកគ្នាទទួលខុសត្រូវចូលរួមទទួលខុសត្រូវមិនមែនយើងជាតួឯកមិនមែនពួកយើង2 3នាក់10 20នាក់ជាតួឯកប៉ុន្តែពួកយើងចូលរួមគ្នាម្នាក់បន្តិចចុងក្រោយការដែលពួកយើងមកតាមខេត្តនីមួយនេះការដែលយើងចុះតាមខេត្តនីមួយនេះវានាំឲ្យយើងមានការជឿជាក់ថាអ្វីដែលពួកយើងកំពុងគិតគឺមិនខុសអ្វីដែលបងប្អូនបានស្ដាប់ក៏មិនខុសតែរឿងសំខាន់អីគេពេលដែលពួកយើងចុះមកតាមខេត្តនីមួយបងប្អូនដែលនៅភូមិផ្សេងគ្នាភ្ជាប់គ្នារឿងសេដ្ឋកិច្ចពាណិជ្ជកម្មនៅទីនេះលោកពូដែលគាត់គឺជាអ្នកចម្រាញ់ប្រេងស្លឹកគ្រៃបើទោះបីជាខ្មែរមួយចំនួនមិនទាន់ដឹងប៉ុន្តែខ្មែរមួយចំនួនមិនទាន់ដឹងក៏ពិតមែនប៉ុន្តែលោកពូសូមជម្រាបសួរបងបាទជម្រាបសួរបងបាទមកចែកគ្រូយកឯណាលោកពូខ្ញុំកំពុងផ្សាយកិច្ចព្រមព្រៀងប៉ារីសបាទបងប្អូនជំនុំភាសាអ្វីដែលយើងកំពុងធ្វើគឺបានបង្ហាញបញ្ជាក់ថាការជឿជាក់គ្នាទៅវិញទៅមកដោយសិលសមាធិបញ្ញាបងអូនដាលីឆោមវាពិតជាកើតឡើងមែនបើឲ្យបងអូនដាលីឆោមពេលដែលបងអូនមកទីនេះបងអូនស្គាល់មនុស្សដទៃទៀតសេចក្តីក្លាហានប្រសើរជាងមុនការស្គាល់មនុស្សកាន់តែច្រើនធ្វើឲ្យយើងរឹងមាំកាន់តែខ្លាំងយើងឆ្លៀតទាំងអស់គ្នាវាអត់ចាំបាច់ទំនេរប៉ុន្តែការដែលយើងមកជួបគ្នាបែបនេះហើយដែលធ្វើឲ្យពួកយើងคล้ายទៅជាមនុស្សដែលជឿជាក់គ្នាទៅវិញទៅមកអញ្ចឹងការវឹកហាត់សិលសមាធិបញ្ញាវាមិនមែននៅតែក្នុង Facebook ទេពួកយើងជួបគ្នាហើយទៅជែកគ្នាអត់តែស្គាល់គ្នាសោះរាប់អានគ្នាចែកអាហារគ្នាហូបចែកទឹកគ្នាប្រេអង្គាសគ្នាមានគេថាចង់បង្កើតកម្មវិធីចេះមនុស្ស20 30រូបចូលគិតមើលធ្វើដំណើរ
អស់ប្រមាណម្នាក់គេប្រើលុយអស់រាប់ពាន់រាប់ម៉ឺនដុល្លារយើងសាកគិតទៅរតនគិរីនេះអង្គការគេរៀបចំ1000 2000 3000 4000វិចិត្រម៉ាណាអើយនិយាយទៅរតនគិរីនោះអង្គការទាំងអស់ទៅប្រមាណអង្គការ7ឯ7ឯ10 8អង្គការ8អង្គការចំណាយថវិកាអស់ប្រមាណជាមួយស្ថាប័ន$1000អ្នកចូលរួមប្រហែលជាខ្ទង់25ទៅ30នាក់លោកពូសុកគូអើយពូមួយប្រៀបធៀបចឹងមិនមែនថាអង្គការគេអន់ទេកុំច្រឡំខ្ញុំគ្រាន់តែចង់លើកទឹកចិត្តបងប្អូនដែលកំពុងចូលរួមនេះថាពួកយើងអត់បានចំណាយលុយប៉ុន្តែបែរទៅជាមនុស្សចូលរួមដូចនៅបាត់ដំបងជិត100រូបចូលរួម80រូបជាងនៅសៀមរាបកាលពីចុងឆ្នាំទៅប្រមាណជា40រូបជាងឥឡូវនេះនៅសៀមរាបនៅប្រទេសស្រីនេះមានតាមដែលហៅហ្នឹងគឺគាត់ហៅមកច្រើនប៉ុន្តែដោយសារតែបងប្អូននៅចំថ្ងៃនេះគឺថ្ងៃដែលពួកគាត់រវល់អញ្ចឹងគាត់មិនអាចមកប៉ុន្តែស្អែកអាចមកច្រើនប៉ុន្តែយ៉ាងហោចណាស់មួយថ្ងៃនេះមានអ្នកចូលរួមជាង20រូបដែរបងប្អូនណាបើគិតជាការចាយលុយច្រើនប៉ុន្តែលុយមិនសំខាន់ក្នុងការនិយាយទេអ្វីដែលខ្ញុំចង់និយាយគឺអីគេការចូលរួមអ្នកខ្លះយកចេកមកអ្នកខ្លះយកនំមកអ្នកខ្លះយកក្បាលគោមកមានអ្នកយកក្បាលគោមកព្រឹកមិញណាបងឃើញបង30បង30ជារាល់រយគាត់មកយ៉ាងណាចេះពៅប្តីរបស់ចេះពៅឈ្មោះ30ណា4នាក់លោកគ្រូវិទ្យលោកគ្រូវត្តយើងណាបងតារាំបងលូនលោកគ្រូវត្តហ្នឹងក៏មកដែរឥឡូវបងគ្រូវត្តមករៀនណាឲ្យប្រពន្ធមើលប្រពែបងប្អូនវាជាកម្លាំងចិត្តសម្រាប់ពួកយើងនៅពេលណាដែលដឹងថាខ្មែរចង់ចេះចង់ដឹងហើយរឿងដ៏គួរឲ្យអស្ចារ្យថ្ងៃនេះសុភាគឺមានយាយមករហូតដល់4 5រូបអីណោះព្រឹកមិញហើយនៅសល់ពេលថ្ងៃ3រូបប៉ុន្តែគឺយើងមានយាយជាមនុស្សចាស់ជាទីគោរពស្រឡាញ់នោះ2រូបពូកែគិតពូកែនិយាយមានសិលសមាធិបញ្ញាកាន់សិល8តាំងពីអាយុ30ជាងរហូតដល់អាយុ80ហើយមកស្រឡាញ់ជាតិហើយមកការពារកិច្ចព្រមព្រៀងប៉ារីសបងប្អូនខ្ញុំក៏មិនដែលបានចាប់អារម្មណ៍ខ្លាំងទេបងអូនដែរបងណាមកជាមួយយើងព្រឹកមិញបងនីតាបងស៊ីណាតប៉ុន្តែឈ្មោះ Facebook នីតាពេលដែលយើងឃើញមនុស្សចាស់អាយុ80ហ៎បងប្អូន80ទាំងពីរហ្នឹងមកអង្គុយរៀនហើយរៀនមួយថ្ងៃពេញតរណាហើយដឹងរឿងស្ទើរតែគ្រប់សពបែបយ៉ាងតាំងពីសម័យលន់នល់មកព្រោះគាត់អ្នករៀនប្រវត្តិសាស្ត្របងប្អូនអើយនេះគឺជារឿងសំខាន់ណាស់សម្រាប់ពួកយើងវាជាកម្លាំងចិត្តរបស់ពួកយើងណាបងចន្ទថាកូនពៅពួកយើងបានដឹងថាព្រឹកមិញមានអ្នកចូលរៀនអាយុប្រហែលជា3ឆ្នាំមួយកូនតូច3ឆ្នាំទៅសល់2ទៀតប្រហែលជា5 6ឆ្នាំបងផលបតិនៅនេះហើយអ្នកម្ដាយអាយុ80 81ឆ្នាំគាត់ពិតជាលើកកម្លាំងចិត្តពួកខ្ញុំខ្លាំងណាស់បងផលបតិលើកទឹកចិត្តខ្លាំងណាស់ពួកយើងតែងតែគិតថាពួកយើងក្មេងឈាមរាវដើរអីតែប្រេះតែប្រាស់ដើរប្រេះប្រាស់តែពេលដែលដឹងថាមានមនុស្សចាស់អាយុ80 81ឆ្នាំបែរទៅជាយល់ថាអាហ្នឹងវាត្រូវហើយអត់ខុសទេបានន័យថាភ្នែកយើងភ្លឺជាងមុនថាយើងមិនងងឹតទេពួកយើងមិនបានរើសផ្លូវដើរខុសទេផ្លូវនេះគឺជាផ្លូវត្រូវហើយនៅត្បូងឃ្មុំអាយុ80ដែរ78 79ហើយអតីតជាមេតបនៅព្រៃវែងក៏ចឹងដែរគាត់បានចូលរួមរៀនទេបងអ្នកព្រៃវែងប៉ុន្តែពួកយើងទៅផ្សាយនៅក្នុងវត្តមួយឈ្មោះវត្តព្រៃដើមស្រុកមែនទេព្រៃដើមស្រុកនឹងយាយជីសុំសិលហ្មងហើយយើងទៅឲ្យគាត់ដប់ចៅមកនោះលោកពូគាត់ថាអតីតជាមេកងដែរណាវត្តស្អីអត់អីទេហើយជាអតីតមេដឹកនាំកងពលមួយនៅសម័យឆ្នាំ79 80គាត់ថាទៅរំដោះខ្មែរស្រាប់តែចេញមករំដោះខ្មែរអត់ឃើញរំដោះខ្មែរគាត់ដកខ្លួនចេញបឹង
អ្នកមានយូអូនអ្នកមានយូអេអញ្ជើញមកដល់ហើយជួបគ្នានៅរដ្ឋនគរីឯណោះលឺសូនអ្នកមានយូអេចង់មកសៀមរាបនេះដែរប៉ុន្តែឃើញកំពុងតែរៀបពិធីមង្គលការឲ្យចៅឲ្យក្មួយអញ្ចឹងទៅមកកើតទេប៉ុន្តែបើចង់មកស្អែកពីព្រលឹមពួកខ្ញុំនៅទីនេះរហូតដល់រសៀលឥឡូវខ្ញុំស្លេះប៉ុណ្ណឹងសិនមិនមែនអួតថាមនុស្សចាស់ហើយធ្វើឲ្យពួកយើងនឹងបើអវាមិនអដល់ណាស់ហ្នឹងទេប៉ុន្តែវាពិតជាកោតសរសើរណាស់ដែលពួកយើងយល់ថាពួកយើងមិនបានចាត់គម្ពីរខុសទេចាស់ដែលចេះដឹងរឿងសង្គមជាតិច្រើនគាត់មើលបានឆ្ងាយហើយបែរតែជាគាត់ចាប់យកកិច្ចព្រមព្រៀងប៉ារីសដែរអញ្ចឹងវាកម្លាំងហ្នឹងវាខ្លាំងណាស់ណាអ្នកម្ដាយពេជ្រហោហើយនឹងអ្នកម្ដាយមិនជឿណាមិនជឿម៉ែរបស់ខ្ញុំអាយុ78 79ឆ្នាំនេះដែរអាយុប្រហែលម្ដាយខ្ញុំដែរម៉ែខ្ញុំកើតឆ្នាំជ្រូកម្ដាយសុភាកើតឆ្នាំអីអត់ស្គាល់ម្ដាយកើតឆ្នាំអីឡើយអត់ចាំជ្រូកបងឃើញមុខគាត់នឹងគឺកើតឆ្នាំជ្រូកហើយគាត់ឆ្នាំថោះឆ្នាំថោះឆ្នាំថោះហ្នឹងឯងជ្រូកស្លេះប៉ុណ្ណឹងអញ្ជើញទៅទៀតបងប្អូនជនរួមភាសាបងពូទីណាឯកាអ្នកមីងយូអូនពួកយើងគឺខំប្រឹងបន្តដំណើរទៅមុខសុភាឥឡូវនេះដើមមកពួកយើងបានជូនបងប្អូនថាហេតុអ្វីបានជាខ្មែរពិបាកក្នុងការបង្កើតឯករាជ្យជាតិពិបាកណាហើយពិបាកបង្កើតហើយពិបាកនឹងធានាការពារឯករាជ្យជាតិមុននឹងពួកខ្ញុំចូលដល់ប្រធានបទថាតើហេតុអ្វីបានជាការដកកងទ័ពបរទេសគឺចាំបាច់មានការធានាត្រួតពិនិត្យជាលេខអក្សរដោយអង្គការសហប្រជាជាតិនៅក្នុងកិច្ចព្រមព្រៀងប៉ារីសហេតុអ្វីចាំបាច់មានការត្រួតពិនិត្យការដកចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពឹងឲ្យសភាជួយអាននៅឯកសារទាំងស្រុងដែលយើងបាននិយាយគ្នាកន្លះម៉ោងមុនហេតុអ្វីបានជាពិបាកបង្កើតនិងថែរក្សាឯករាជ្យជាតិខ្មែរម្លេះចម្លើយទាំងអស់គឺមាន5ជូនដល់បងប្អូននៅក្នុងចំណុចថាហេតុអ្វីបានជាខ្មែរពិបាកបង្កើតឯករាជ្យនិងថែរក្សាឯករាជ្យម្លេះពិបាកបង្កើតនិងពិបាកថែរក្សាឯករាជ្យខ្មែរម្លេះចំណុចទី1គឺដោយសារតែខ្មែរខ្សោយមាននយោបាយសេដ្ឋកិច្ចវប្បធម៌យោធានិងធនធានមនុស្សគឺខ្សោយទាំងអស់ក្នុងរយៈពេលប្រមាណ400ឆ្នាំចុងក្រោយនេះហេតុផលទី2គឺរបបកុម្មុយនីសផ្ដាច់ការសក្តិភូមិដែលជារបបត្រូវតែពឹងបរទេសដើម្បីកាងរបបរបស់ខ្លួនពីព្រោះចំណុចកដែលខ្មែរខ្សោយចង់និយាយថារបបដឹកនាំខ្មែរនៅក្នុងរយៈពេល400ឆ្នាំចុងក្រោយហ្នឹងគឺកុម្មុយនីសផ្ដាច់ការកុម្មុយនីសសក្តិភូមិរហូតហើយធម្មតាតែរបបដឹកនាំកុម្មុយនីសផ្ដាច់ការសក្តិភូមិហើយពេលដែលខ្មែរកំពុងខ្សោយដូចបានដៃរាប់ចំណុចកនោះវាធ្វើឲ្យអារបបហ្នឹងវាត្រូវពឹងបរទេសហើយចង់និយាយថាបើកាលណាយើងដឹកនាំតាមបែបកុម្មុយនីសផ្ដាច់ការសក្តិភូមិគឺត្រូវពឹងបរទេសពីព្រោះតែខ្មែរខ្សោយដូច្នេះហើយបានជាពិបាកបង្កើតឯករាជ្យពិបាកក្នុងការធានាឯករាជ្យហេតុផលទី3គឺដោយសារតែមានបិសាចដឹកនាំប្រទេសទាំងមន្ត្រីនិងមេដឹកនាំគឺជាបិសាចកៅអីជាបិសាចបពួកក្រុមគ្រួសារនិងបិសាចទ្រព្យសម្បត្តិបើពួកគេសុទ្ធតែជាបិសាចបែបនេះពួកគេមិនអាចអតិភិបរឿងជាតិទេដឹងតែរឿងក្រុមបពួកនិងទ្រព្យសម្បត្តិតែប៉ុណ្ណោះហេតុផលទី4ដែលខ្មែរពិបាកបង្កើតនិងពិបាកធានាឯករាជ្យក៏ព្រោះតែមេដឹកនាំមន្ត្រីនិងពលរដ្ឋរស់ស៊ាំជាមួយនឹងរបបកុម្មុយនីសផ្ដាច់ការសក្តិភូមិទាំងនេះគឺខ្មែរងើបមិនរួចពីរបបកុម្មុយនីសផ្ដាច់ការនិងសក្តិភូមិឡើយហើយក៏នាំទៅរកទាញទៅរកការពឹងបរទេសបើពឹងបរទេសហើយដែលមានចំណុចកនិងខអញ្ចឹងចង់បង្កើតឯករាជ្យជារឿងមួយដ៏ពិបាកណាស់នៅក្នុងចំណុចចុងក្រោយជាចំណុចទី5បានជាខ្មែរពិបាកបង្កើតឯករាជ្យនិងពិបាកធានាឯករាជ្យ
ក៏ព្រោះតែភូមិសាស្ត្ររបស់ខ្មែរគឺនៅចន្លោះសៀមហើយនឹងយួនដែលចង់ឈ្លានពានខ្មែរមិនឈប់មិនឈរប្រមាណជា400ឆ្នាំហើយសូមបងប្អូនមើលចំណុចកចំណុចខនិងចំណុចគោនិងចំណុចខ4ចំណុចហ្នឹងបូកបញ្ចូលគ្នាមកហើយវាគួរឲ្យសង្វេគថាទីតាំងខ្មែរគឺជាទីតាំងដែលនៅចន្លោះសៀមយួនឯនយោបាយខ្មែរក៏នៅចន្លោះសៀមយួនចន្លោះចិនយួននិងនៅចន្លោះចិនអាមេរិកកាំងដែលនេះហើយដែលពួកយើងបានបញ្ជាក់ថាចំនួនភូមិសាស្ត្រនយោបាយថែមមួយទៀតណាអញ្ចឹងជាចំណុចថាគឺខ្មែរចង់បង្កើតឯករាជ្យខ្មែរចង់ធានាឯករាជ្យជារឿងដ៏ពិបាកអញ្ចឹងតើមានវិធីសាស្ត្រណាដែលអាចបង្កើតនិងធានាឯករាជ្យជូនខ្មែរបើទោះបីជាពួកយើងបញ្ជាក់ថាពិបាកបង្កើតពិបាកធានាប៉ុន្តែគឺនៅតែមានវិធីសាស្ត្រនៃការបង្កើតនិងធានាឯករាជ្យជាតិខ្មែរបងប្អូនដោយសារនឹកឃើញដល់របៀបការពារទឹកដីខ្ញុំមានចម្រៀងមួយបទពីអ្នកបាភ្នំមកទៀតចោះសុភាជូនចម្រៀងបងប្អូនមួយបទចុងក្រោយសម្រាប់រឿងទឹកដីតែចម្រៀងនេះគឺច្រៀងដោយអ្នកបាភ្នំហើយបាភ្នំនេះគឺអ្នកបាភ្នំនេះរឿងដល់កោអ្នកបាភ្នំនេះគឺបានខ្ញុំបាននិពន្ធប្រហែលជា10ឆ្នាំមុនដើម្បីឲ្យគាត់បានចូលរួមនៅក្នុងការជួយជាតិហើយចម្រៀងនេះគឺមានចំណងជើងថាដីជាជីវិតហើយដីជាជីវិតនេះគឺជាចំណែកមួយដែលពួកយើងតែងតែយល់ថាបើកាលណាយើងចង់ឲ្យជាតិរស់នោះគឺយើងដាច់ខាតត្រូវតែចាប់ផ្ដើមទៀតណាអ្នកបារាំងទៀតអ្នកបាភ្នំនៅអ្នកព្រីវែងតាមរយៈនេះអ្នកព្រីវែងគឺគាត់បានលាចាកពិភពគុណហើយគាត់ទៅកាន់ពិភពផ្សេងទៀតទៅបូជាយាយជីអីជាដើមមករយៈមុនគាត់ជួយកិច្ចការងារសង្គមច្រើនតែឥឡូវនេះគាត់មានគ្រួសារគាត់មានប្តីហើយអញ្ចឹងក៏គ្រួសារមួយតែតែមានឧបសគ្គរៀងខ្លួនណាបងប្អូនប៉ុន្តែនេះហើយគឺជាអ្វីដែលពួកយើងធ្វើពួកយើងអត់រងចាំដល់តែទំនេរទេឆ្លៀតទាំងអស់នៅគ្នាចឹងឯងណាឆ្លៀតបានបណ្ណាយកប៉ុណ្ណឹងណាដែលតស៊ូអត់ធ្មត់មានឆន្ទៈមុះមុតនឹងបានយូរទៅបងប្អូនស្រីអមាញ់មិញហ្នឹងច្រៀងតាំងពី2013មកណា2013 2014មកអញ្ចឹងវាគិតទៅជិត10ឆ្នាំដែរជិត10ឆ្នាំហើយសុភីឥឡូវនេះគឺពួកយើងបន្តដំណើរទៅមុខហើយបងផលបៃតេណាបងកុំនុំអតីតជួបគ្នាស្អែកនៅទីតាំងដដែលឥឡូវនេះគឺចប់ពីអំពីអ្វីដែលពួកយើងបានធ្វើឥឡូវនេះសុភាយើងចាប់ដើមចូលទៅដល់ចម្រៀងមួយបទទៀតមានចំណងជើងថាទេចម្រៀងយើងអ្នកច្រៀងចម្រៀងសុភាអ្នកច្រៀងណាបងខឹមសតវត្តសុភាថាអត់ចេះច្រៀងទេចម្រៀងមានចំណងជើងថាតើឯករាជ្យជាតិខ្មែរបង្កើតដោយរបៀបណាទេសុភាយល់ពាក្យចម្រៀងពាក្យប្រៀបធៀបអត់ធ្វើចិត្តយល់ថ្ងៃនេះនិយាយច្រើនជាងបងពេកចុះតោះឥឡូវប្រធានបទរបស់យើងគឺនិយាយអំពីវិធីសាស្ត្របង្កើតនិងធានាឯករាជ្យជាតិខ្មែរប៉ុន្តែមុននឹងយើងដល់វិធីសាស្ត្រយើងនិយាយអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសិនកិច្ចព្រមព្រៀងប៉ារីនឹងគឺបានសរសេរថាការដកកងទ័ពជំនួយយោធាបរទេសគ្រប់ប្រភេទទាំងអស់ចេញពីកម្ពុជាគឺត្រូវតែធ្វើការត្រួតពិនិត្យស៊ើបអង្កេតនិងធ្វើជាលាយលក្ខណ៍អក្សរដោយអង្គការសហប្រជាជាតិឈ្មោះថាក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមយោបល់សភាហេតុអ្វីបានជាការដកកងទ័ពរបស់បរទេសទាំងអស់ត្រូវការត្រួតពិនិត្យពីក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយើងមានធ្លាប់អង្គការបារាំងថាប្រកួតឯករាជ្យខ្មែរ9វិច្ឆិកា53អត់ចាំបាច់ណាត្រួតផងដល់ពេលយើងមានសន្តិសុខរណែ54 20 21កក្កដា54
យួននឹងបារាំងថាដកកងទ័ពទៅពីកម្ពុជាអត់មានចាំបាច់អាណាត្រួតពិនិត្យផងហើយបន្ទាប់មកកិច្ចព្រមព្រៀងប៉ារី27ខែមករាឆ្នាំ1973ក៏យួននិងអាមេរិកថាដកកងទ័ពចេញពីកម្ពុជាជំនួយយោធាពីកម្ពុជាអត់មានណាគេត្រួតពិនិត្យផងមិនក៏គេធ្វើបានឯកសារទាំងអស់ហ្នឹងអត់មានការត្រួតពិនិត្យផងប៉ុន្តែហេតុអ្វីក្នុងកិច្ចព្រមព្រៀងប៉ារីបែរទៅជាត្រូវការត្រួតពិនិត្យការដកចេញទាំងមុនហើយនឹងទាំងកំឡុងពេលនៃការអនុវត្តដំណាក់កាលអន្តរកាលហើយអ្នកដែលត្រួតពិនិត្យនោះគឺហេតុអ្វីក្រមរក្សាសន្តិសុខអង្គការសហប្រជាជាតិខ្ញុំសូមធ្វើការចែករំលែក3គំនិតពាក់ព័ន្ធជាមួយនឹងមូលហេតុដែលនាំឲ្យការត្រួតពិនិត្យតាមដាននិងបញ្ជាក់ជាលាយលក្ខណ៍អក្សរដែលធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបងប្អូនក៏អាចជួយឆ្លើយសំណួរនេះដែរអញ្ចឹងជាគំនិតរបស់ខ្ញុំថាទី1ដោយសារតែការមាននៅបទពិសោធន៍យ៉ាងហោចណាស់ក៏ក្នុងកិច្ចព្រមព្រៀងច្បាប់អន្តរជាតិចំនួន2ដែរគឺសន្និសីទហ្សឺណែវឆ្នាំ1954ដែលគោលបំណងគឺការបង្កើតឯករាជ្យឲ្យខ្មែរតែដោយសារតែអត់មានយន្តការពីអង្គការសហប្រជាជាតិក្នុងការត្រួតពិនិត្យតាមដាននិងបញ្ជាក់ជាលាយលក្ខណ៍អក្សរបូកជាមួយនឹងច្បាប់អន្តរជាតិមួយទៀតគឺថ្ងៃ27ខែមករាឆ្នាំ1973ក៏ជាកិច្ចព្រមព្រៀងអន្តរជាតិដែលចង់ឲ្យខ្មែរឯករាជ្យសន្ធិសញ្ញាឆ្នាំ54គឺរវាងបារាំងនិងយួនដែលត្រូវដកចេញពីខ្មែរនិងប្រគល់ឯករាជ្យជូនខ្មែរថ្ងៃ27មករា73ជាកិច្ចព្រមព្រៀងរវាងយួនជាមួយនឹងអាមេរិកដែលត្រូវតែប្រគល់ឯករាជ្យសន្តិសុខសន្តិភាពជូនខ្មែរតែដោយសារតែបទពិសោធន៍នៃច្បាប់អន្តរជាតិពីរនេះបានន័យថាមានច្បាប់ផ្សេងតែយ៉ាងហោចណាស់ក៏ជាច្បាប់អន្តរជាតិពីរនេះដែលអត់មានយន្តការនៃការត្រួតពិនិត្យតាមដាននិងបញ្ជាក់ប្តឹងផ្តល់ទាមទារតវ៉ាអញ្ចឹងហើយវាជាបទពិសោធន៍មួយថាបើខ្មែរនៅតែបែបនេះទៀតបើច្បាប់អន្តរជាតិមួយនៅតែគ្មានការត្រួតពិនិត្យតាមដាននិងបញ្ជាក់ជាលាយលក្ខណ៍អក្សរគឺมันអាចចូលរួមបង្កើតឯករាជ្យជូនខ្មែរបានឡើយពីព្រោះយើងមើលអំពីចរិតលក្ខណៈបរទេសដែលឈ្លានពានខ្មែរគេខ្លាំងជាងខ្មែររួចស្រេចទៅហើយបើបរទេសនោះដកចេញឬក៏ជាពិសេសពេលដែលបរទេសនោះមិនដកចេញក៏ខ្មែរមិនអាចធ្វើអ្វីបរទេសនឹងបានដែរពួកអត់មានយន្តការនៃការត្រួតពិនិត្យពីអាជ្ញាធររបស់ពិភពលោកគឺអង្គការសហប្រជាជាតិអត់មានយន្តការនៃការប្តឹងថាបើអ្នកឯងមិនដកខ្ញុំប្តឹងទៅក្រមរក្សាសន្តិសុខខ្ញុំប្តឹងទៅសហប្រធានឬក៏ប្រើធម្មនុញ្ញអង្គការសហប្រជាជាតិវាអត់មានអញ្ចឹងនេះជាបទពិសោធន៍ថាបើខ្មែរបើបង្កើតឯករាជ្យខ្មែរគឺត្រូវមានការបញ្ជាក់ជាលាយលក្ខណ៍អក្សរពីក្រមរក្សាសន្តិសុខអង្គការសហប្រជាជាតិទើបជាការបង្កើតឯករាជ្យទើបជាការធានាឯករាជ្យហេតុផលទី2បងប្អូនដោយសារតែហេតុអីបានជាការត្រួតពិនិត្យនិងបញ្ជាក់ការត្រួតពិនិត្យតាមដាននិងបញ្ជាក់ជាលាយលក្ខណ៍អក្សរត្រូវតែធ្វើដោយក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពីព្រោះយើងទៅមើលអំពីអ្វីដែលបានកើតឡើងទំហំនៃចំនួនដែលបានកើតឡើងមិនមែនជារឿងចំនួនផ្ទៃក្នុងឬក៏សង្គ្រាមស៊ីវិលផ្ទុយទៅវិញសង្គ្រាមនេះគឺទាល់តែទំហំសមត្ថភាពក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអង្គការសហប្រជាជាតិទើបអាចធ្វើទៅបានដែលប្រើភាសាប្រៀបធៀបថាមិនមែនសុកក្រមរក្សាសន្តិសុខអង្គការសហប្រជាជាតិចេះតែមកអន្តរាគមន៍ចេះតែមកដាក់កាតព្វកិច្ចរបស់ខ្លួនធ្វើទេលុះត្រាតែរឿងដែលបានកើតឡើងហ្នឹងគឺពាក់ព័ន្ធដល់បេសកកម្មរបស់ពួកគេអញ្ចឹងសង្គ្រាមឈ្លានពានរបស់បរទេសគ្រប់ប្រភេទមកលើទឹកដីខ្មែរសង្គ្រាមឧក្រិដ្ឋកម្ម
សង្គ្រាមប្រឡាយពូជសាសន៍អំពើប្រឆាំងជាមួយនឹងមនុស្សជាតិ3នេះគឺប៉ះពាល់ដល់សិទ្ធិមនុស្សធ្ងន់ធ្ងរអញ្ចឹងត្រូវតែប៉ះដល់បេសកកម្មរបស់អង្គការសហប្រជាជាតិឯសង្គ្រាមឈ្លានពានគ្រប់រូបភាពទាំងអស់និងចំនួនភូមិសាស្ត្រនយោបាយបូកជាមួយនឹងសង្គ្រាមអក្រិតកម្មនេះវានឹងคล้ายទៅជាសង្គ្រាមលោកលើកទី3អញ្ចឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអង្គការសហប្រជាជាតិគឺมันអាចក្បត់កាតព្វកិច្ចបេសកកម្មរបស់ខ្លួនឡើយដែលបានចែងក្រោយសង្គ្រាមលោកលើកទី2និងដែលមានកំណត់ក្នុងច្បាប់កម្ពុជារបស់ខ្លួនគឺធម្មនុញ្ញអង្គការសហប្រជាជាតិថាមិនបណ្ដោយឲ្យមានសង្គ្រាមលោកលើកទី3កើតឡើងមិនបណ្ដោយឲ្យមានវិនាសកម្មធ្ងន់ធ្ងរចេញពីសង្គ្រាមលោកជាដាច់ខាតអញ្ចឹងអ្វីដែលបានកើតឡើងនៅខ្មែរគឺវាប៉ះពាល់ទៅដល់បេសកកម្មរបស់អង្គការសហប្រជាជាតិរបស់ក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពីព្រោះតែមានសង្គ្រាមលោកលើកទី3កើតឡើងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរវិនាសកម្មធ្ងន់ធ្ងរគឺប៉ះពាល់ដល់សន្តិសុខសន្តិភាពរបស់ពិភពលោកហើយអញ្ចឹងគឺក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានទិសដៅដ៏សំខាន់នៅក្នុងការរក្សាសន្តិសុខសន្តិភាពរបស់ពិភពលោកគឺมันអាចឈួរអោបដៃទេបើកាលណាតែខ្លួនមិនដាក់យន្តការនៃការត្រួតពិនិត្យតាមដាននិងបញ្ជាក់ជាលាយលក្ខណ៍អក្សរទេគឺมันអាចសម្រេចបានបេសកកម្មនិងគោលដៅមួយនេះគឺរក្សានិងបង្កើតសន្តិសុខសន្តិភាពថ្នាក់តំបន់ថ្នាក់ពិភពលោកហើយនឹងចំណុចទី3តើហេតុអីបានមានបេសកកម្មហេតុអីបានជាចាំបាច់ក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាអ្នកធ្វើគឺខ្ញុំគិតថាដោយសារតែវាខុសអំពីត្រង់បេសកកម្មបន្តិចនៅចំណុចទី3ដែលខ្ញុំចង់បញ្ជាក់គឺវាពាក់ព័ន្ធជាមួយនឹងលទ្ធភាពសមត្ថភាពត្រង់ថាបើយើងមើលនៅលើពិភពលោកនេះគឺបើនិយាយអំពីជាស្ថាប័នជាអាជ្ញាធររបស់ពិភពលោកគឺអង្គការសហប្រជាជាតិនឹងឯងអញ្ចឹងតែអង្គការសហប្រជាជាតិចាប់ផ្ដើមធ្វើអង្គការសហប្រជាជាតិមានសមាជិករបស់ខ្លួន192ប្រទេសឥឡូវ193ប្រទេសអញ្ចឹងបើនិយាយអំពីធនធានថវិកាហិរញ្ញវត្ថុគឺអង្គការសហប្រជាជាតិមានព្រោះធម្មតាការចូលរួមបញ្ចប់នៅការចូលរួមបញ្ចប់សង្គ្រាមលោកការចូលរួមបញ្ចប់ការរីករាលដាលនៃសង្គ្រាមលោកគឺត្រូវការផ្ដល់ជំនួយបែបមនុស្សធម៌ជាហិរញ្ញវត្ថុជាសម្ភារៈស្បៀងនានាអញ្ចឹងពីអង្គការសហប្រជាជាតិគេមានសមាជិកអង្គការសហប្រជាជាតិផងនិងគេមានបណ្ដាញថ្នាក់តំបន់ថ្នាក់អន្តរជាតិបើយើងមើលអំពីច្បាប់និងយន្តការអន្តរជាតិដើម្បីធានាគឺមានរួចជាស្រេចទៅទៀតអញ្ចឹងហើយបានជាតកតងនឹងសិទ្ធិមនុស្សធានាការគោរពសិទ្ធិមនុស្សគឺមានកតិកាសញ្ញាអនុសញ្ញានិងស្ថាប័នដែលទទួលខុសត្រូវចេញពីអង្គការសហប្រជាជាតិគេមានទៀតអញ្ចឹងបានន័យថាគឺមានរួចជាស្រេចនៅសមត្ថភាពនិងលទ្ធភាពដែលពួកគេធ្វើឲ្យពួកគេគឺមានទឹកមាត់ប្រាយចង់គៀងគោថវិកាបច្ចេកទេសកងទ័ពពីប្រទេសណាដែលជាសមាជិករបស់ខ្លួនពីថ្នាក់តំបន់គឺអង្គការសហប្រជាជាតិអាចធ្វើទៅបានហើយប្រកបទៅដោយអព្យាក្រឹតភាពទៀតប្រកបទៅដោយតម្លាភាពដែលគ្រប់ភាគីទាំងអស់គឺបានព្រមព្រៀងគ្នាទៅទៀតព្រោះបើគ្រប់ភាគីទាំងអស់មិនព្រមព្រៀងគ្នាហើយมันអាចមានអព្យាក្រឹតភាពទេក៏มันអាចឲ្យមានយន្តការក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមកធ្វើនឹងដែរខ្ញុំគិតថាចែករំលែក3លើសប៉ុណ្្នឹងចាស់បងកញ្ញាស្រីលក្ខមិនមែនតែពួកខ្ញុំទេជាសសរទ្រូងដ៏រឹងមាំរបស់ជាតិគឺយើងទាំងអស់គ្នាឬក៏បងកញ្ញាស្រីលក្ខយល់ថាបងមិនចង់ចូលរួមជួយជាតិទេបើពួកខ្ញុំទាំងពីរជាសសរទ្រូងពួកខ្ញុំមិនបដិសេធទេប៉ុន្តែយើងទាំងអស់គ្នាដែរបងដែរអូនហុលសិនដែរបងប្អូនជនរួមភាសាអាយុ90ឆ្នាំថ្ងៃនេះក៏ដោយបងប្អូនសឿផ្សាតដែរ
ពលករចំណាក់ស្រុកជនភៀសខ្លួនកូនចៅជនភៀសខ្លួនមនុស្សដែលមានពិការភាពអ្នកផ្ទុកមេរោគអេដស៍ជនជាតិដើមជនជាតិភាគតិចដែរបានទេបងកញ្ញាសីលៈយើងធ្វើជាសសរទ្រូងរបស់ជាតិទាំងអស់គ្នាបានទេរៀនច្បាប់ចេះច្បាប់យល់ច្បាប់ជឿទៅលើច្បាប់បានទេបងប្អូនអើយជំរាបសួរជំរាបសួរជំរាបសួរអត់ឃើញម្ចាស់ចម្លើយទេតាភាចុះបងសួរក៏អត់ឆ្លើយទេម្ចាស់ចម្លើយដល់បងលូនមកបងលូនតើសសរទ្រូងរបស់ជាតិមានតែសភាស្រូនទេមែនទេឬក៏បងដែរឬក៏បងពូទីណាឯកាដែរបងសរួនដែរបងយ៉ាត់សំអល់ដែរទេអត់ព្រមក៏អត់ចោះខ្ញុំមិនទៅបង្ខំអីគ្រាន់សួរចង់ដឹងតែបានគ្នាអញ្ចឹងទេទៅវាប្រដៅមាន3ស្រដីមាន4បាននេះអ្វីដល់ដើរឲ្យមាន3គឺកាយវាចាចិត្តកាយវាចាចិត្តដើរស្របគ្នាកាយសកម្មភាពវាចាការនិយាយស្ដីសូត្រកំណាចចម្រៀងចិត្តការសម្រេចចិត្តគិតត្រេះពិចារណាលពូសិលសមាធិដើរឲ្យមាន3គឺដើរដោយកាយវាចាចិត្តដើរជាមួយសិលសមាធិបញ្ញាស្ដីឲ្យមាន4អីគេមេត្តាករុណាមុទិតាឧបេក្ខា4មកន័យថាអញ្ចឹងទៅបានគេបកស្រាយអីក៏បកស្រាយទៅយើងបកស្រាយអញ្ចឹងទៅយើងមានមេត្តាយើងចេះអាណិតស្រឡាញ់ករុណាយើងចេះអាណិតយើងចេះស្រឡាញ់យើងមានមុទិតាមានឧបេក្ខាយើងចេះទំនុកបំរុងគេឲ្យគេរត់តែប្រសើរគេរត់តែល្អដូចលោកគ្រូវត្តបានប្រពេឲ្យគាត់អសង្អីហ្នឹងបងលូនឥឡូវនឹងចំប្រពេឡើងថតអស់បងធីមអីបានគោមួយឃើញគោចង់និយាយជាមួយពួកខ្ញុំសឹងអីឲ្យតែឃើញពួកយើងដើរទៅគឺតែសម្លឹងមើលភ្នែកម៉ក់ចង់និយាយរកអត់ដឹងនិយាយមកជាមួយយើងតែនិយាយណាបងអូនឆែពេកអញមកពីណាបងអូនលពូសុគោអមមិញសុភាបាននិយាយអំពីការបង្កើតឯករាជ្យជាតិខ្មែរដោយក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិញបងខឹមសតវត្សចាប់តន់នេះបងកសិកររៀនច្បាប់ឥឡូវខ្ញុំសង្ខេបជូន3ខ្ញុំបានសរសេរដែរព្រោះឥឡូវនេះខ្ញុំព្យាយាមសរសេរណាលោកអ៊ំបានអនណាអរគុណណាស់លោកអ៊ំបានអនបងប្អូនសួរសាស្ត្រកត្តាដែលអង្គការសហប្រជាជាតិមកបង្កើតឯករាជ្យជាតិឲ្យខ្មែរក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមកបង្កើតឯករាជ្យជាតិឲ្យខ្មែរណាបងអូនដាលីឆោមអត់ទេគូវាស៊ីឆ្អែតឡើងប៉ោងពុះមូលដោយកតិនដែលលើសូពាក្យហ្នឹងទេវាមូលដោយកតិនណាស្គាល់កតិនអញ្ចឹងស្គាល់មូលដោយកតិនដឹងហ្មងបងប្អូនពីព្រោះអ្នកដែលអាចបញ្ចប់សង្គ្រាមឈ្លានពានសង្គ្រាមភូមិសាស្ត្រនយោបាយសង្គ្រាមលោកលើកទី3គឺក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិព្រោះវាជាស្ថាប័នតែមួយគត់នៅលើពិភពលោកដែលអាចមានអាជ្ញាសឹកនិងអាជ្ញាធរក្នុងការបញ្ចប់ភាពគ្មានសន្តិភាពរបស់ពិភពលោកគឺមានតែក្រមប្រឹក្សាសន្តិសុខទេអញ្ចឹងបើចាប់អត់ទាន់ខ្ញុំនិយាយម្ដងទៀតណាបងខឹមសតវត្សបងលូនកត្តាដែលធ្វើឲ្យអង្គការសហប្រជាជាតិទើបអាចបង្កើតឯករាជ្យជាតិឲ្យខ្មែរពីព្រោះសង្គ្រាមនៅកម្ពុជាជាសង្គ្រាមភូមិសាស្ត្រនយោបាយជាសង្គ្រាមឈ្លានពានជាសង្គ្រាមលោកលើកទី3អញ្ចឹងមានតែក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេទើបអាចមកបង្កើតឯករាជ្យជាតិឲ្យខ្មែរបានអញ្ចឹងហើយបានជាក្នុងឯកសារកិច្ចព្រមព្រៀងប៉ារីក្នុងទំព័រ199និង200គឺមាត្រាទី6និងមាត្រាទី7សរសេរថាក្រមប្រឹក្សាសន្តិសុខអង្គការជាតិតំណាងដោយអ៊ុនតាក់នោះគឺត្រូវតែត្រួតពិនិត្យស៊ើបអង្កេតដោយធ្វើជាលិលាអក្សររាល់ការដកកងទ័ពជំនួយយោធាបរទេសគ្រប់ប្រទេសចេញពីកម្ពុជា
គ្នាហ្នឹងមិនទេដោយសារតែក្រមប្រឹក្សាសន្តិសុខអង្គការសហជាតិជាអ្នកអនុវត្តមានអាជ្ញាសឹកអាចប្រើកងទ័ពនិងអាជ្ញាធរគឺប្រើច្បាប់ដើម្បីអនុវត្តសន្តិភាពពិភពលោកនេះគឺជាហេតុធំបំផុតទី1លពូសុំគូបងអូនហ៊ុនសែន2ក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺជាស្ថាប័នដែលអាចវែកញែកឲ្យច្បាស់ឬក៏កាត់ក្តីថាសង្គ្រាមនៅកម្ពុជាជាសង្គ្រាមស៊ីវិលឬក៏សង្គ្រាមភូមិសាស្ត្រនយោបាយជាសង្គ្រាមស៊ីវិលឬក៏សង្គ្រាមឈ្លានពានជាសង្គ្រាមស៊ីវិលឬក៏សង្គ្រាមលោកគ្មាននរណាអាចចាត់វិធានការនឹងបានឡើយមានតែអង្គការសហប្រជាជាតិទេទើបអាចមានការសម្រេចចិត្តមួយច្បាស់លាស់បើកាលណាចង់រំលាយចង់រំសាយកងទ័ពយួនចេញពីកម្ពុជាអត់មានស្ថាប័នណាដែលមានសមត្ថភាពក្នុងការបញ្ជាក់ថាយួនឈ្លានពានឬអត់ទេអង្គការសហប្រជាជាតិទើបមានអំណាចហ្នឹងសង្គ្រាមឈ្លានពានឬក៏សង្គ្រាមស៊ីវិលសង្គ្រាមឈ្លានពានឬក៏ជាសំទោសសង្គ្រាមភូមិសាស្ត្រនយោបាយឬក៏សង្គ្រាមស៊ីវិលសង្គ្រាមលោកលើកទី3ឬក៏សង្គ្រាមស៊ីវិលអង្គការសហប្រជាជាតិគឺជាអ្នកកំណត់រឿងនេះចុងក្រោយបងប្អូនជនរួមភាសាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានសម្រេចថាមានតែបង្កើតនៅឯករាជ្យភាពឲ្យខ្មែរដើម្បីធានាដល់អភិក្រិតភាពនិងឯកភាពជាតិកម្ពុជាទើបអាចបង្កើតសន្តិសុខក្នុងសន្តិសុខនិងសន្តិភាពក្នុងតំបន់និងអន្តរជាតិដោយអង្គការសហប្រជាជាតិជាអ្នកអនុវត្តអត់មាននរណាអាចអនុវត្តបានទេអញ្ចឹងហត្ថលេខីកិច្ចព្រមព្រៀងប៉ារីសជឿថាមានតែក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេព្រោះក្រមប្រឹក្សាសន្តិសុខអង្គការសហជាតិបង្កើតនៅឆ្នាំ45ដើម្បីធានាបញ្ចប់សង្គ្រាមលោកលើកទី2ហើយធានាមិនឲ្យមានសង្គ្រាមលោកលើកទី3អញ្ចឹងហត្ថលេខីកិច្ចព្រមព្រៀងប៉ារីសជឿថាមានតែស្ថាប័នហ្នឹងទេដែលអាចប្រមូលភស្តុតាងហើយដែលអាចធានាបានអញ្ចឹងជំនឿនេះហើយដែលធ្វើឲ្យមានតែក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេទើបបង្កើតឯករាជ្យជាតិឲ្យខ្មែរក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះយើងនៅសល់ពេលកន្លះម៉ោងសុភាអញ្ចឹងយើងនឹងចូលដល់កលឹះមួយទៀតចោះមានវិធីសាស្ត្រអីបច្ចុប្បន្ននេះដើម្បីបង្កើតនិងធានាឯករាជ្យជាតិឲ្យខ្មែរបងប្អូនអាចនិយាយអាចសរសេរថាកម្ពុជាមានឯករាជ្យហើយកុំបារម្ភថ្ងៃនេះពួកខ្ញុំមិនបញ្យល់រឿងមានឯករាជ្យហើយមិនឯករាជ្យហើយទេពួកយើងនិយាយអំពីរបៀបបង្កើតហើយធានាឯករាជ្យជាតិរឿងជនរួមភាសាថាមានហើយឬក៏កម្ពុជាមិនទាន់មានឯករាជ្យទេបងប្អូនពិភាក្សាគ្នាចោះតែពួកខ្ញុំមិនលូកមាត់ទេថ្ងៃនេះសូមនិយាយថាតើមានវិធីសាស្ត្រអីសភាអាចបង្កើតឯករាជ្យជាតិឲ្យខ្មែរហើយថែរក្សាឯករាជ្យជាតិនោះបានយូរអង្វែងសូមជឿបងប្អូនជនរួមភាសាឯករាជ្យជាតិខ្មែរគឺសំខាន់ណាស់ដូច្នេះហើយនៅក្នុងការបង្កើតនៅឯករាជ្យនិងធានាឯករាជ្យជនជាតិសាសន៍ខ្មែរមានចំណុចធំពីរបងសុមារិតស៊ីថាណាម្ចាស់ផ្ទះដែលបានឲ្យពួកយើងរៀបចំវគ្គបណ្ដុះបណ្ដាលថ្ងៃនេះជួបគ្នាស្អែកទៀតផ្ទាល់នៅត្រង់ចំណុចថាការដែលអាចបង្កើតឯករាជ្យនិងការធានានៅឯករាជ្យគឺទី1ជាវិធីសាស្ត្រពីលើចុះមកក្រោមនិងវិធីសាស្ត្រពីក្រោមឡើងទៅលើវិធីសាស្ត្រពីលើចុះមកក្រោមនេះគឺក៏សង្ឃឹមថាមន្ត្រីនិងមេដឹកនាំនយោបាយស្នេហាជាតិគឺអ្នកអាចចូលរួមធ្វើឬក៏អ្នកកំពុងតែធ្វើហើយតែជាគំនិតបន្ថែមដែលអ្នកអាចចូលរួមជួយជ្រោមជ្រែងពោះបញ្ជាក់ថាពួកយើងជាពលរដ្ឋដែលនៅខាងក្រោមថ្នាក់ក្រោមនេះគឺកំពុងតែចូលរួមធ្វើហើយអញ្ចឹងដើម្បីធានាបង្កើតឯករាជ្យនិងធានាឯករាជ្យទី1គឺការជំរុញឲ្យមានការអនុវត្តនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ទាំងស្រុងពីព្រោះបើមិនដូច្នោះទេគឺបរទេសឈ្លានពាននៅតែអាចរកវិធីសាស្ត្រនិងអាចឈ្លានពានខ្មែរអាចដាក់អាណានិគមផ្ទាល់ឬក៏ប្រយោលនឹងរូបភាពថ្មីមកលើខ្មែរឧទាហរណ៍បរទេសឈ្លានពានគេអាចកំទេចសេដ្ឋកិច្ចខ្មែរនឹងធ្វើយើងខ្សោយគឺមិនអាចឲ្យយើងធ្វើឲ្យឯកសារកិច្ចព្រមព្រៀងអនុវត្តនឹងទេព្រោះយើងមួយថ្ងៃទប់ទល់តែនឹងភាពខ្សោយរបស់យើងចាអញ្ចឹងទីមួយគឺឯកសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរួមជាមួយនឹងច្បាប់អន្តរជាតិដទៃទៀតដែលមានការជាប់ពាក់ព័ន្ធមិនថាតែជាច្បាប់ដែលទាក់ទងជាមួយនឹងបូរណភាពទឹកដីមិនថាតែច្បាប់ដែលទាក់ទងជាមួយនឹងសិទ្ធិមនុស្សទីពីរគឺជាការចូលរួមធ្វើឲ្យរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃការបង្កើតបានច្បាប់តូចៗនានាក្នុងការដឹកនាំជាតិគឺជាច្បាប់រដ្ឋធម្មនុញ្ញដែលកើតត្រឹមត្រូវតាមរូបមន្តគឺរូបមន្តដែលមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសព្រោះបើកាលណាតែរដ្ឋធម្មនុញ្ញគេអាចកំទេចបានជាពិសេសគឺប្រភេទបិសាចកៅអីបិសាចក្រុមគ្រួសារបកពួកនិងបរទេសឈ្លានពានគេអាចកំទេចរដ្ឋធម្មនុញ្ញយើងបានឬក៏គេធ្វើរដ្ឋធម្មនុញ្ញយើងឲ្យលេងជារដ្ឋធម្មនុញ្ញតាមបែបប្រជាធិបតេយ្យនោះនឹងអាចរុញឲ្យខ្មែរដឹកនាំតាមបែបកុម្មុយនីសផ្ដាច់ការសហគ្រាសភូមិអញ្ចឹងมันអាចធ្វើឲ្យយើងមានឯករាជ្យឡើយបើរដ្ឋធម្មនុញ្ញគេអាចចូលរួមកែប្រែឲ្យខុសប្រាសចាកពីរូបមន្តអញ្ចឹងមានន័យថាយើងលែងមានយើងគឺនៅចំពោះមុខបរទេសមើលអត់ឃើញថាជាការឈ្លានពានជាការសមរម្យច្បាប់ឡើយព្រោះយើងមានរដ្ឋធម្មនុញ្ញអញ្ចឹងដូចនេះការដែលចូលរួមបង្កើតឯករាជ្យធានានៅការធ្វើនយោបាយក្នុងប្រទេសនិងក្រៅប្រទេសដោយឯករាជ្យដោយមានភាពស្មើគ្នាចំពោះមុខច្បាប់គឺរដ្ឋធម្មនុញ្ញត្រូវតែជារដ្ឋធម្មនុញ្ញធានាថាកើតចេញពីរូបមន្តដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងហើយបើកែប្រែវិសោធនកម្មក៏ត្រូវធានាថាគឺមិនធ្វើឲ្យប្រឆាចអំពីរូបមន្តខ្ញុំសូមបន្តបញ្ជាក់នៅចំណុចដែលយើងជាពលរដ្ឋអាចចូលរួមវិញម្ដងព្រោះកត្តាពីលើចុះមកក្រោមនេះគឺមានតែមន្ត្រីស្នេហាជាតិទេដែលអាចធ្វើបើមន្ត្រីដែលមានចរិតលក្ខណៈលួចជាតិក្បត់ជាតិគេមិនអាចមកធ្វើដើម្បីជាតិឡើយព្រោះវាខុសពីចរិតលក្ខណៈរបស់ពួកគេតែយ៉ាងណាក៏ដោយក៏នៅតែមានកត្តាប្រជាពលរដ្ឋជាកត្តាដែលអាចចូលរួមការពារឯករាជ្យនិងចូលរួមការពារធានានៅឯករាជ្យជូនពូជសាសន៍ខ្មែរដែរដូចជាប៉ុណ្ណឹងសិនតោះណាប៉ុណ្ណឹងបងប្អូនអើយចង់បង្កើតហើយចង់ធានាឯករាជ្យជាតិឲ្យខ្មែរទេបងប្រុសផែនបងគៀងហុងខ្មែរអត់ឯករាជ្យគឺខ្មែរដាច់ខាតត្រូវតែបាត់ទឹកដីអស់ហើយខ្មែរលែងមានទឹកដីហើយតែខ្មែរគ្មានឯករាជ្យគឺខ្មែរមិនអាចមានរបបប្រជាធិបតេយ្យសេរីភូប៉ាទីមានរបបផ្ដាច់ការកុម្មុយនីសសហគ្រាសភូមិស្ដាប់ដើមមកខ្មែរតែខ្មែរអត់ឯករាជ្យខ្មែរបែកបាក់ឯកភាពជាតិដាច់ខាតធ្វើបែកបាក់ឯកភាពជាតិព្រោះខ្មែរមកខាងពឹងបរទេសរៀងខ្លួនអត់ឯករាជ្យចឹងឯងអត់ឯករាជ្យគឺនឹងមានសង្គ្រាមប្រល័យពូជសាសន៍ហើយគេនឹងសម្លាប់ខ្មែររហូតដល់តែអស់បងអូនបៃម៉ាលីចាប់ដើមធ្វើជាប្រជាពលរដ្ឋឯករាជ្យតើប្រជាពលរដ្ឋឯករាជ្យគួរធ្វើឲ្យខ្លះទៅខ្លាយជាពលរដ្ឋឯករាជ្យតិចទៀតទៅបងភាណែអូនពេចស្នើឲ្យតិចទៀតដោយសារខ្ញុំអត់ទាន់ចង់បញ្ជាក់យន្តការពីក្រោមឡើងទៅលើព្រោះដឹងថាបងស្រូនអាចគូបញ្ជាក់អីផ្សេងណាមិនចង់ទៅប្រយអញ្ចឹងមិនទាន់តាមថែមទេតែបើពេចជួយចូលរួមថែមមកទេមកវិញប្រាប់ថាអាចចូលរួមបានខ្ញុំអ្នកទេទៅពេចតែម្ដងឥឡូវនេះបងប្អូនខ្ញុំសូមចែកជាកន្លឹះឲ្យបងប្អូនរបៀបបង្កើតហើយសុភានឹងបញ្ជាក់ថាតើកន្លឹះនីមួយៗនឹងអាចចាប់ផ្ដើមពីណាទៅបានជាពលរដ្ឋណាបងសុមារិទ្ធ
xì thà chơi môn cho lục pu mình chơi môn cầm trăm nhôm mong buồn bà trong ở máy từ bằng cao ban ai cái gì hai thì ni ai cái gì bàn thiệt ọt bắt bằng từ nè hay bị trái nó mình tập bắt ai cái máy cứ là li mỏ ọt bàn này và tên đợt tây cái anh nơi chụp mồm nơi chụp mũi chân nơi chụp mũi bò thì na bàn tay máy ọt bàn này phụ không bị chạy nơi đau máu phụ dương bị chạy hai mình bị chạy làm mình đi bằng pu thì này cả bởi trong ở máy cái gì rồi vô thưa cả thưa chọc ôn bị rồi phía này dây bạn ở ôn bị nâng của mình với địch thưa kháng hay không địch bong khiêng hồng bong này trong nó trong bó thôm một phút hay thôm ở cái nè cứ cả chùm rình cả chùm rình ở cái vùng riêng son để phía thì công bà đi ní ăn vật ọt ăn vật không ai ọt bằng cái ai cái ọt ăn vật cả thiền đi ai cái chết ọt miền không ai được chỉ không ai dụng phèn năm từ vay chỉ môi yuan chỉ môi xiêm chỉ môi chân làm đi căng ai dụng sơ tay mà phơi sáng tập năm hơi là bọc của tao có đặt tê tay phân đôi judo biên group vị thi đảm bay bằng tiền trường bay xe cái tê nên cho mẹ chặt bụi nè thằng nâng nè đây một cái judo tay phân đôi có đặt tê là bọc của tao nó tròn kia ở chọp tam cái phồng phiên Paris bóng xôn khôn dương soi trong một dương soi dương mình ai pra cầm lăng cao thế một dương soi dương được chút băng thì mỗi cái pra cầm lăng mình cả chẳng phơi cái phồng phiên Paris ăn vọt hay chắc phơi mày pi pon mà phơi bảy ngày pi pon mà phơi buồn ngày hơi là mồm bong ôn đằng thật tao phụ trongกับพงเธอไอ้จะมือcái phồng phiên Paris យើងអត់រងចាំហត្ថលេខីយើងអត់រងចាំរដ្ឋាភិបាលខ្មែរណាមួយហើយយើងរត់តែអត់រងចាំបកនយោបាយឃើញបកនយោបាយលោកគុំសខាឃើញប្រកាសលើសូឲ្យជាប់គុក27ឆ្នាំទេមិនឲ្យចាក់តងជាមួយទូតមិនឲ្យពលរដ្ឋណាទៅចូលរួមទេឲ្យនៅក្នុងផ្ទះអត់ឲ្យជួបពលរដ្ឋហើយអត់ឲ្យជួបទូតអីជាដើមបងប្អូនស្ថានភាពនយោបាយរបស់ខ្មែរវាមិនមែនស្ថិតនៅលើតែបុគ្គលណាបកណាឬក៏បរទេសណាបញ្ជាក់ទេប៉ុន្តែយើងរៀនថាបើកាលណាខ្មែរមិនមានឯករាជ្យមិនមានការអនុវត្តកិច្ចព្រមព្រៀងប៉ារីសទេខ្មែរដែលខាត់ត្រូវទៅវិលទៅរាប់ទៅរកផ្ដាច់ការកុម្មុយនីសនៃភូមិមិនបាច់ចាំបាច់ប្រាប់ទេវាទៅអញ្ចឹងតើធ្វើយ៉ាងម៉េចពួកយើងបង្រៀនឥឡូវដើរបង្រៀនតាមខេត្តហើយសូភីនឹងអាចប្រាប់គន្លឹះ5យ៉ាងដែលពួកយើងធ្វើរឿងកិច្ចព្រមព្រៀងប៉ារីស2ចង់បង្កើតឯករាជ្យហើយធានាការពារឯករាជ្យកម្ពុជាត្រូវតែបង្កើតធានាឲ្យបានរបបប្រជាធិបតេយ្យសេរីឈរលើគោលការណ៍ពហុបកទាំងទី1ទាំងទី2មានទំនាក់ទំនងគ្នាស្អិតរមួតណាស់កម្ពុជាបច្ចុប្បន្នហ៊ានតែដើរប្រឆាំងកិច្ចព្រមព្រៀងប៉ារីសចំណុចទី1គឺដាច់ខាតមិនកើតនីតិរដ្ឋប្រជាធិបតេយ្យសេរីពហុបកទេដើម្បីបង្កើតនីតិរដ្ឋប្រជាធិបតេយ្យសេរីពហុបកត្រូវការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏ប៉ុន្តែប្រជាពលរដ្ឋធ្វើជាពលរដ្ឋឯកតនាមពលរដ្ឋនីតិរដ្ឋពលរដ្ឋសកម្មអាចជួយឲ្យកម្ពុជាបង្កើតបាននីតិរដ្ឋបានมันបានបញ្ជាក់ថាធ្វើយ៉ាងម៉េចទើបតែជាពលរដ្ឋឯកតនាមពលរដ្ឋនីតិរដ្ឋពលរដ្ឋសកម្មទេតែសភាអាចបញ្ជាក់បានពេលដែលបងបញ្ជាក់ចប់3មិញបង្កើតនីតិរដ្ឋប្រជាធិបតេយ្យសេរីពហុបកទើបអាចធានាដល់ឯករាជ្យបង្កើតនិងធានាឯករាជ្យឲ្យខ្មែរបានព្រោះយើងដឹងហើយថាខ្មែរដឹកនាំតាមបែបកុម្មុយនីសបែបការគឺខ្មែរដែលខាត់ត្រូវទៅពឹងបរទេសណាចេះជាមិនខានចឹងខ្មែរមិនអាចឯករាជ្យទេ3ត្រូវតែការពារវប្បធម៌ជាតិអត្តសញ្ញាណជាតិព្រលឹងវប្បធម៌គឺជាដួងព្រលឹងវប្បធម៌រលត់ជាតិរលាយបើវប្បធម៌រលត់ជាតិរលាយគឺប្រជាពលរដ្ឋនិងមន្ត្រីឆ្លោះគ្នារហូតប្រជាពលរដ្ឋមន្ត្រីនិងមេដឹកនាំឆ្លោះគ្នារហូតព្រោះយើងបាត់អត្តសញ្ញាណងរកស្គាល់ខ្មែរលែងស្គាល់គ្នាលពូដេញបាខ្មែរនិយាយខ្មែរតែអត់ត្រូវគ្នាសោះខ្មែរនិយាយខ្មែរនិយាយសំឡេងស្រាប់សំឡេងគ្នាបានតែអត់យល់គ្នាទេព្រោះយើងបាត់អត្តសញ្ញាណគឺវប្បធម៌និយាយភាសាខ្មែរឆ្លោះតែគ្នាយូរចោលគ្នាតែក្បត់ជាតិចាប់គ្នាដាក់គុកមិនឈប់ឈរទេជាគ្នាអាចរងសម្រាប់គ្នាបំផ្លាញគ្នាបីសាច់កៅអីបីសាច់បាក់ពួកកើតឡើងដោយស្វ័យប្រវត្តិពេលដែលខ្មែរអត់មានវប្បធម៌រំលាយវប្បធម៌ចោលគឺខ្មែរនឹងវង្វេងនិយាយខ្មែរជាបញ្ចោ
chặt kia đã cục đại cho bạn cứ tay bị bùng phản kia buồn bong ôn chân rùm phía xa bong ôn số phiệp trong bong cao ai kia chiết mai complete song kriam song rõ cho map bỏ đi màu liệp không ai cứ liệp set cái chiết vì nên chỉ cam hệ ra nhưng mà thôi hai bởi cả na dừng bao bong set cái chiết trao chop hai không ai bong này sao dụ một chút rút từ sọc kia sư tại hạ sập hệ thôi dụ một chút prao tại cầm lăng bay ọt prao chùm điên ọt prao chùm điên mà phây gian tập làm thiệt dương đừng bắt bong xe cái hai bảo xe cái dương được trong kia hơi hệ ranh mà thôi dương được trong kia hơi kia bằng chia các bạn mà xin mày hơi ông bơ bụng nó lui cả làng pin tập pin đầy hơi ông bơ đi cho được hiểu ông bơ ai vô thoa cả làng pin tập pin đầy hơi bút tay sòng kiếm sòng lót bạc tay sòng lót bạc kịch phơi ông bơ bụng nó lui phô cột drop thoa mà chết phô cột drop xe cái phô cột drop bạc thoa mày tại bò đây chỉ nẹp prao chẳng đôi xe của dương từ không prang riêng chùm điên chùm điên để tam ti tạng phù một sao bỏ dương cư chùm điên cả sự cam chùm điên cả sự ủ xà cam cái này phải là phó cả sự cam mà tại chịu xà cam đôi tại dương có phong ông cùi nơi lại lo đi cứ chưa lo chùm ranh sặc cây ở từ chia brain sặc cây vô mà liệp sẵn lạ vô mà liệp cho ăn cho anh đồn ta khai trop vô muôn bạn đây bạn chương vô từ rùm nâng sặc cây ai lâu đi bùi khai mà nhận đi cứ ban dốc sặc cây vô mà chạy từ chia brain mình men từ chia tập sặc cây thế nào cứ chia brain chùm ranh mà tao ấy ban trâm tại đập lít ấy chỉ đàm cứ chùm ranh hào vô mà liệp sẵn lạ liệp cho ăn cho anh để bạn để pre để tổng kịch để chu chập sờ say rồi số cái này cả sẽ Paul ở tới chịu xa hạ Paul ai lư còn ai lụa đồ chỉ lẹ nặng cua xa oi đã phú vì chỉ trong này muối để phụ dương tròn này gì miên kết phù hai mình mến tập buộc trong chạy cơ tê bỏng ổn không ai chạy cơ đôi giật kia tại dương nào đâu kia bỏng ổn sập hiệp cả đọ sức bồ loạt nâng sức này vô bài miền đây đổi mà đây cả đọ sức bồ loạt cứ sức bồ loạt sức thì mua được hàn sức ruhin mình chỉ vật sức như vậy đây sức đa hạ sức từ tua ban một đỏ bo sức miên chấm rô sức từ tua ban sẽ vạ song phiệp sức mua được hàn sức này vô bài cứ sức bằng ca nào bạn này vô bài sức đắc noam bật tê sức ba đặc cảm sức bằng ca sama cung giả hại chìm nó ngay sức này vô bài từ mưa không cả thì cả sana cả thì cả nhà tại vì sự bùn rất nhiều bài na bong ôn sự việc bong ôn anh mình thì buồn cứ dương bao trăng ao không ai cái này này khát còn ao sẽ cái chuyện không ai nữa không còn tôi cái bên kia bong profile cái phong tao rất là cái gì cứ chưa rương muối đẹp là bong còn phong tại đau flow nữa không cá trâu ruộng ao chi đẹp phiêu con anh thu thiệt còn tay đầm bây ao ban chấm này nữa không cá trâu ruộng chui chiết không ai chui không ai chui không ai tới để chui không ai mình men chỉ trừ sấy tê cứ cái bìa cha nó chặt cứ trừ sấy cả tư nỉ cả chanh thừa tiệt ai lấy đi phục trong cầm pông tà rôm rupi nhạ chui đâm là hồng pi hecta nhạ tinh cứ cái trăm tinh hơi mà cha đây cứ chỉ nhạ tinh là hồng còn đây dương nó phát cầm lăng đầm bay từ phư đây phư là hồng luôn đầm bay đầm là hồng bom ôn na đại biên bom ôn côn mui tụi bây giờ quạt mình toàn ăn sạp kịch phồn riêng Paris phần đây chỉ bom ôn ở bọn nhẹ đây sạp kịch phồn riêng Paris mình chơi một cho nơi bông mum nơi ô đằng bộ dương này châu rùm chùm trên chua rương đi ở khan tại bom ôn tới để miền chất not ớt mút na mau chùm nhạc bà nhà ha mình bên mạo đi xuôi có màu ấy mau chùm nhạc bà nhà ha miền bầm non miền chán tẹt trong chia chấm này rồi bỏ chia pru buộc trong vị vô tao nhẹ na còn đòi trong ơi nhẹ nâng cứ chia nhẹ sả lanh chiết pru dương chui vào sả lanh chiết tụ bay chia thái nâng còn sả lanh chạy lang còn chốt sả lanh chiết rồi bạc quạt phần tay chẳng hỏi nè nhẹ để miên thực chất sả lanh chiết pru dương pru chiết ngay sao nè mình nghĩ rồi chẳng buồn pram bom ôn chân đuôi về xả bom một thi thòng
ដើម្បីបង្កើតនឹងធានាឯករាជ្យជាតិឲ្យខ្មែរត្រូវតែប្រើប្រាស់នៅយន្តការនិងប្រព័ន្ធសហប្រជាជាតិទាំងសមត្ថកិច្ចអង្គការសហប្រជាជាតិតុលាការយុត្តិធម៌អន្តរជាតិតុលាការអក្រិតកម្មអន្តរជាតិយើងប្រើក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយើងប្រើសហប្រធានបារាំងឥណ្ឌូនេស៊ីគឺយើងត្រូវតែប្តឹងប្អូនម៉ាឡេប្អូនប៉ៃម៉ាឡេពួកយើងចង់ឲ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្តីរដ្ឋធម្មនុញ្ញក្តីចង់ឲ្យអ្វីគ្រប់យ៉ាងដើរយើងអាចមានចន្លោះចោលណាស់ប៉ុន្តែដើម្បីបង្កើតឲ្យធានាឯករាជ្យដូចជាសៀមលើកតបមកវាយយកប្រាសាទព្រះវិហារអញ្ចឹងយើងទៅប្តឹងនៅតុលាការឡើយឃើញទេឃើញបានទេការពារឯករាជ្យជាតិបានទេយួននិងសៀមចិនយួនសូវៀតសៀមអាមេរិកហើយខ្មែរ400ឆ្នាំពី1500ដល់1700 100ឆ្នាំ1700ដល់1800 1900 2000គឺប្រមាណជា400ឆ្នាំទីបំផុតដោយសារកិច្ចព្រមព្រៀងប៉ារីសពួកគេដកចេញខ្វៀកខ្វាក់អ្នកខ្លះចេញតាមឆ្អឹងជំនីអ្នកខ្លះចេញតាមបំពង់កដោយសារតែឯកសារកិច្ចព្រមព្រៀងប៉ារីសនេះមិនទាន់អនុវត្តផងគ្រាន់តែឥទ្ធិពលរបស់វាពួកគេខំប្រឹងប្រកាសថាខ្លួនមិនបានឈ្លានពានខ្មែរនោះខំប្រឹងដកចេញតាមបំពង់កដកចេញតាមកលៀនដកចេញតាមឆ្អឹងជំនីខ្លាចឯកសារនេះបីសាច់ខ្លាចធัวបីសាច់ខ្លាចបាលីវាអត់ហ៊ានសូត្របាលីនឹងទេឮសូត្រតែកិច្ចព្រមព្រៀងប៉ារីសក៏វាផ្អើលដែរមិនទាន់ធ្វើអីផងគាត់ថាពួកយើងសូត្រកិច្ចព្រមព្រៀងប៉ារីសរាល់ថ្ងៃវាផ្អើលឆោឡោដែរបីសាច់ឯងខ្លាចកិច្ចព្រមព្រៀងប៉ារីសឯងខ្លាចកិច្ចព្រមព្រៀងប៉ារីសហើយអញ្ចឹងតើបានខំប្រឹងរំខានទំព័ររបស់យើងកុំឲ្យតែមានថ្ងៃណាមួយពួកយើងមានអ្នកមើលត្រឹម1000ឬក៏3000នាក់វត្តជាងមិនមែន130នាក់ដល់ឥឡូវណាស្អែកឡើងវា block page យើងចោលបាត់ហើយអញ្ចឹងដល់ពេលយើងខំប្រឹងប្តឹងជាមួយ Facebook ពួកខ្ញុំប្តឹង Facebook ច្រើនដងណាស់ឲ្យ Facebook រក្សា page ពួកយើងវិញតែទោះបីជា Facebook ឲ្យយើងវិញក៏វានៅរំខានរហូតដល់អ្នកមើល10 20ប៉ុន្តែសួរថាពួកយើងទៅខឹងទេស្អែកចុះមានអ្នកមើលតែម្នាក់ក៏ពួកយើងផ្សាយដែរអ្នកមើលម្នាក់នោះគឺស្រោនឲ្យតែ Facebook នៅឲ្យផ្សាយអញ្ចឹងហើយបើវា block Facebook page របស់យើងកំពុងផ្សាយពួកយើងប្រើ page ដទៃទៀតផ្សាយទៀតបិទមួយនៅ100ប្រាប់ឲ្យហើយគឺបានបង្កើតប្រមាណជា80ទំព័រឯណោះ80 page ឯណោះ block មួយនៅមួយទៀតបងត្រីច័ន្ទហេងប្រេងស្លឹកគ្រៃមកមានលេខរបស់ប្រេងស្លឹកគ្រៃទេដូចជាចាំបន្តិចណាចាំបន្តិចចង់បានប្រេងស្លឹកគ្រៃណាបងប្អូនឃើញទេសូហ្វីលេខទូរស័ព្ទប្រេងស្លឹកគ្រៃឥឡូវរកបណ្ដាប៉ុន្តែបងប្អូនអមាញ់មិញចាប់កន្លឹះបានហើយនោះ5កន្លឹះនឹងសូហ្វីមានអីចង់បញ្ជាក់ទេមុននឹងយើងបញ្ចប់យើងអាចបញ្ចប់ការផ្សាយមុនម៉ោងតិចពួកខ្ញុំឈរនិយាយមួយថ្ងៃវាស់ល្ងាចហើយណាបងលូនគឺមួយថ្ងៃវាស់ល្ងាចខ្ញុំបញ្យល់កិច្ចខ្ញុំបញ្យល់ប្រវត្តិសាស្ត្រជូនឲ្យបងប្អូននៅឯខេត្តសៀមរាបនេះនៅឯបន្ទាយស្រីអញ្ចឹងថ្ងៃហ្នឹងបងរៀនចូលរហូតដល់ម៉ោង 7:05 ឯដោះបានចប់ធម្មតាខ្ញុំទៅចប់ម៉ោង 4 កន្លះតែលោកនឹងគឺខំទេគេមិនមែនគេឈប់ប្លុកទេបងលូនគេនៅតែរំខានដដែលទេប៉ុន្តែខ្ញុំគាត់នៅចង់ប្រាប់បងប្អូនថាពួកខ្ញុំបើដង្ហើមមើលដកពួកខ្ញុំមិនឈប់ផ្សាយទេណាបងអ៊ុំសុភារមចង់បានប្រេងស្លឹកគ្រៃដែលនៅថៃធ្វើយ៉ាងណាបងប្អូននៅថៃនៅថៃអាចផ្ញើបានទេតើប្រេងស្លឹកគ្រៃហ្នឹងប្រហែលជាខ្ញុំដូចជាមានលពូប្រេងស្លឹកគ្រៃហ្នឹងខ្ញុំសូមបញ្ជាក់សិនតែគាត់តែអូននៅទំព័រផ្សេងឯណោះឥឡូវប្រេងយ៉ាចេះឲ្យបងប្អូនចូល Facebook សិនចុះ
ឲ្យវូតិចចាំបងប្អូននេះបងប្អូនវាយអក្សរថាប្រេងស្លឹកគ្រៃខ្មែរអង្គរអ្នកផលិតប្រេងស្លឹកគ្រៃដំបូងគេនៅកម្ពុជាហើយនេះ profile របស់គាត់កូនរបស់គាត់នៅជប៉ុនក៏មាននៅកូរ៉េក៏មានហើយពួកគាត់សិនអ្នកស្ដាប់កិច្ចព្រមព្រៀងប៉ារីទាំងឪពុកទាំងម្ដាយទាំងកូន3 4នាក់របស់គាត់ណាបងប្អូនគឺអ្នកស្នេហាជាតិណាអ្នកស្នេហាជាតិហើយយើងជួយថែគ្នាណាបងប្អូនជួយថែគ្នាបើកាលណានេះកូនរបស់គាត់ឈ្មោះកៅសាយនេះក៏ជាកូនរបស់គាត់ដែរណាបងប្អូនមើលរូប profile ជាគ្រូបង្រៀនបងប្អូនណាហើយខ្ញុំគិតថាប្រហែលជារមមិនឃើញទេណាមានហើយបងប្អូននេះលេខទូរស័ព្ទរបស់លោកពូប្រេងសក្រីណាបងប្អូនអាចចុចនេះ069 230 243លេខរបស់គាត់069 230 243តាមពិតគាត់មានលេខបាត់ហ្វូនមួយទៀតតែมันបានតន់សុំគាត់នៅឡើយណាហើយមានជា profile Facebook បងប្អូនញ៉ាំមកគាត់ចាំមើលពួកខ្ញុំឲ្យគាត់មើលពួកគាត់ក៏មិនសូវចេះ Facebook ប្រហែលដែរប៉ុន្តែអាចចុចតាមលេខមិនមកណាបងប្អូនមានការចែករំលែកប៉ុណ្ណឹងចុះព្រោះថ្ងៃនេះពួកយើងបានបញ្ជាក់យ៉ាងហោចណាស់ពីគន្លឹះធំទី1គឺពាក់ព័ន្ធជាមួយនឹងហេតុអ្វីបានជាខ្មែរពិបាកបង្កើតនិងធានាឯករាជ្យម្លេះទី2គឺពួកយើងបញ្ជាក់ថា3កន្លែងថ្ងៃនេះទី2គឺបញ្ជាក់អំពីហេតុអ្វីបានជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាអ្នកមកចូលរួមធានាត្រួតពិនិត្យបញ្ជាក់និងលាយលក្ខណ៍អក្សរទៅលើឯករាជ្យជាតិខ្មែរទៅវិញហើយនឹងទី3គឺពួកយើងជជែកគ្នាអំពីដំណោះស្រាយតើខ្មែរមានវិធីសាស្ត្រណាដែលអាចចូលរួមបង្កើតនិងធានាឯករាជ្យជាតិខ្មែរបានណាមានការចែករំលែកប៉ុណ្្នឹងចុះបងប្អូនជនរួមភាសានឹងជួបគ្នាសម្រាប់ការផ្សាយពេលព្រឹកម៉ោង 7 កន្លះព្រឹករហូតដល់ម៉ោង 8 កន្លះព្រឹកហើយនឹងអ្នករតនគិរីពួកយើងនឹងជួបគ្នាផ្ទាល់នៅវគ្គបណ្ដុះបណ្ដាលនៅក្នុងថ្ងៃទី10ថ្ងៃទី11បងប្អូនដែលចង់ចូលរួមនៅខាងរតនគិរីញ៉ាំសារមកបានដែរក្រាបថ្វាយបង្គំលាសូមជម្រាបលា